ថាប្រិយមិត្តជាមនុស្សស្រីឬក៏ជាប្រិយមិត្តមនុស្សប្រុសទេសូមបងប្អូនទាំងអស់គ្នាមេត្តាស្ដាប់ពិចារណាដែលវាតេតិនទៅរឿងអាក្រក់ដែលបងប្អូនគំរងនឹងធ្វើនៅថ្ងៃអនាគតជាមួយនឹងដៃគូគួរនិយាយចេះទៅសាច់រឿងមួយនេះបានកើតឡើងល្បាក់នៅក្នុងខែ3ឆ្នាំ2024នៅពេលនោះប្តីរបស់គាត់និងគាត់មិនទាន់ក្លាយជាគូស្វាមីភរិយាទេបានត្រឹមតែរៀបចំពិធីភ្ជាប់ពាក្យដែលចាស់ទុំបានទទួលដឹងឮថាពីរនាក់ហ្នឹងនឹងរៀបការជាមួយគ្នាពីរនាក់ហ្នឹងគឺជាគូដណ្ដឹងជាមួយគ្នាតែប៉ុណ្ណោះទោះត្រង់ថាក្រោយការរៀបពិធីភ្ជាប់ពាក្យរួចហើយត្រឹមតែមួយរយៈខ្លីប្រាប់ថាគួរតែនិយាយមិនទៅមួយរយៈខ្លីហ្នឹងថាមួយអាទិត្យពីរអាទិត្យចុះឥឡូវថាយ៉ាងយូរមួយខែចុះស្រាប់តែបងស្រីនេះធ្លាក់ខ្លួនឈឺជាខ្លាំងអាការៈរបស់គាត់គឺចម្លែកខ្លាំងមែនទែនរបៀបថានៅសុកអង្គុយធម្មតាខ្លាចជាព្រឺល្ងាចង់ក្អួតថប់ដង្ហើមលាក់វាជាអាការៈចម្លែកបានមិនតិចទៅក៏ធម្មតាវិញរហូតដល់គាត់ទៅមន្ទីរពេទ្យទៅវិញ្ញឹកពេកសឹងតែមួយខែចូលពេទ្យឡើងចង់3អាទិត្យហើយហ្នឹងអញ្ចឹងគាត់ប្រាប់ថាពេទ្យពេលនោះវាសឹងតែជាផ្ទះទី2របស់គាត់ហើយគាត់ចេញចូលហើយពេទ្យពិតជាអត់មានដំណោះស្រាយអ្វីមួយសោះឲ្យគាត់ពិនិត្យអ្វីក៏មិនឃើញគាត់ប្រក្រតីទាំងអស់ទាំងឈាមទាំងសារជាតិនៅក្នុងខ្លួនអាស៊ីតឬក៏បញ្ហាសុខភាពណាមួយរោគស្ត្រីអ្វីទាំងអស់គឺមិនមានបញ្ហាអ្វីទាំងអស់សុខភាពរបស់គាត់គឺល្អខ្លាំងណាស់ប៉ុន្តែតើហេតុអ្វីអាការៈនេះបានកើតឡើងគាត់ឈឺគួរតែនិយាយថាមើលទៅដូចជាអាការៈធ្វើទុកជំងឺធម្មតាប៉ុន្តែសម្រាប់គាត់វាមិនធម្មតានោះទេវាត្រូវធ្វើទុកភ្លាមវាត្រូវជាតែក្បាលវ៉ាល់វានឹងឯងដែលមិនមានចម្លើយទាល់តែសោះអាការៈមួយនេះនៅតែបន្តធ្វើទុកខ្លាំងហើយធ្វើទុកខ្លាំងជាងគេគឺនៅម៉ោង12ថ្ងៃត្រង់រហូតដល់មានការទល់លាមករយៈពេលដែលថាគាត់អត់បានបត់ជើងធំរយៈពេល15ថ្ងៃគឺគាត់បកគោទុកចោលនៅនឹងហ្មងគឺបត់អត់ចេញដូចទល់លាមកដូចពិបាកក្នុងខ្លួនតែម្ដងមានថ្ងៃមួយមានមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលមានវ័យចំណាស់ជាងគាត់ប្រហែលជា 3-4 ឆ្នាំអីចឹងណាតែរាប់អានគ្នាជាមិត្តភ័ក្តិមានសេចក្តីព្រួយបារម្ភចំពោះគាត់ខ្លាំងមែនទែនក៏បានមកលេងគាត់សួរសុខទុក្ខគាត់ក្នុងគោលបំណងចង់ដឹងពីស្ថានភាពរបស់គាត់ថាយ៉ាងម៉េចទៅហើយខានជួបយូរហើយឬសូតែទៅពេទ្យណាត់ក៏មិនចេញណាត់ដងណាក៏នៅតែពេទ្យណាត់ដងណាក៏មានបញ្ហានេះបញ្ហានោះគាត់បារម្ភខ្លាំងណាស់ជាការរាប់អានគ្នានៅពេលដែលបងស្រីបានប្រាប់ថាអញ្ចឹងបងយើងណាត់គ្នាទៅញ៉ាំអីនៅកន្លែងណាទៅបញ្ជាក់នៅពេលនេះម៉ោងមិនទាន់12ថ្ងៃត្រង់ទេណាអញ្ចឹងគាត់បានណាត់អីថាឥឡូវយើងញ៉ាំអីពេលថ្ងៃជុំគ្នាទៅនៅហាងមួយនេះអីចឹងទៅពួកគាត់បានរួសរាន់ស្លៀកពាក់អីហើយទៅជួបគ្នានៅហាងមួយហ្នឹងហាងមួយនេះនៅពេលនេះមិនទាន់ដល់ម៉ោង12ថ្ងៃត្រង់នោះឡើយគាត់កំពុងតែញ៉ាំអីបណ្ដើជជែកគ្នាបណ្ដើសួរពីអាការៈមិនហើយសុខទុក្ខយ៉ាងណាហើយសុខភាពយ៉ាងណាហើយបងស្រីគាត់ប្រាប់ថាមិនអីទេវាធ្វើទុកអញ្ចេះវាធ្វើទុកអញ្ចោះស្រាប់តែនាឡិកាបង្ហាញម៉ោង12ភ្លាមអាការៈរបស់បងស្រីចាប់ផ្ដើមធ្វើទុកភ្លាមនៅមុខមិត្តភ័ក្តិគាត់តែម្ដងអាការៈស្រាវស្រាញថប់ដង្ហើមក្តៅល្ងាខ្លាចទៅជាគួរនិយាយថាមិនទេមួយវិនាទីមកក្តក់ដៃមនុស្សធម្មតាខ្លាចទៅជាមនុស្សមិនធម្មតាដូចយុទ្ធសិលអញ្ចឹងណាពេលនោះស្រាប់តែបងស្រីដែលជាមិត្តភ័ក្តិរបស់គាត់នេះបានប្រាប់គាត់ថាអញ្ចេះអូនណាអាការៈបងឯងមើលទៅដូចមិនមែនជំងឺមិនទេអូនឯងដូចអត់ស្រួលសោះតិចមានអាគេធ្វើអំពើដាក់អូនឯងទៅមួយម៉ាត់ហ្នឹងតិចមានគេធ្វើអំពើដាក់អូនឯងទៅមួយម៉ាត់ហ្នឹងធ្វើឲ្យបងស្រីដូចស្វាងចេះស្វាងពីភាពមន្ទិលភាពខ្មៅងងឹតនៃគំនិតរបស់ខ្លួនឯងគឺស្វាងចេះតែម្ដងហើយគាត់បានតបថាអញ្ចេះបងតិចធ្វើអំពើរបស់គេមែនទៅមួយម៉ាត់ដែលគាត់បានឆ្លើយតបទទួលដឹងឮថាវាជាអំពើនេះនៅក្នុងខ្លួនរបស់គាត់ស្រាប់តែត្រជាក់ខ្លាំងមែនទែនគាត់មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងដែលគាត់មិនដែលជួបប្រទះសោះតាំងពីឈឺមកនេះមិនដែលព្រឺឆ្អឹងខ្នងអញ្ចឹងទេតែដងនេះវាតែជាក់ដូចតកកអញ្ចឹងហើយឆ្អឹងខ្នងរបស់គាត់គឺព្រឺខ្ញាក់ដែលខ្លួនរបស់គាត់ពេនទៅមុខណាគឺព្រឺខ្លាំងមែនទែនហាក់ដូចជាមានអ្វីមួយដែលមានប្រតិកម្មក្នុងខ្លួនគាត់របៀបថាគេដឹងហើយគឺក្នុងលក្ខខណ្ឌមួយហ្នឹងគឺប្រហាក់ប្រហែលនឹងឯងអាការៈមួយនេះបានคล้ายទៅជាភ័ស្តុតាងមួយសម្រាប់បងស្រីដែលមានញៀនទី6ហ្នឹងគាត់ដឹងថាគាត់ដឹងការពិតហើយគេបានដឹងថាគាត់ដឹងការពិតហើយភាគរយច្រើនមិត្តភ័ក្តិរបស់គាត់ម្នាក់នេះនិយាយជាការពិតមិនអែអង្គយូរនោះទៅក្រោយពីបែកគ្នាបងស្រីគាត់តែម្នាក់ឯងគត់ទាញម៉ូតូចេញពីមិត្តភ័ក្តិរបស់គាត់តម្រង់ទៅកាន់វត្តស្ទឹងមានជ័យ
ដើម្បីស្វែងរកព្រះតេជគុណមួយព្រះអង្គដែលក្រុមគ្រួសាររបស់គាត់គឺមានជំនឿខ្លាំងមែនទែនដែលក្រុមគ្រួសាររបស់គាត់និងអ្នកផងទាំងពួងទទួលស្គាល់ថាព្រះតេជគុណចេះវិជ្ជាច្រើនណាស់ហើយល្បីខាងផ្នែកប្រោសសត្វលោកទៅដល់ភ្លាមគាត់បានចូលទៅក្រាបថ្វាយបង្គំព្រះតេជគុណហើយក៏ទូលទៅកាន់ព្រះតេជគុណនៅរឿងរ៉ាវដែលកើតឡើងចំពោះគាត់ទាំងអាការៈរបស់គាត់ជាដើមឡើយទាំងម៉ោងដែលគាត់តែងតែធ្វើទុកព្រះតេជគុណបានប្រមាលមើលហើយព្រះតេជគុណមានសង្កេតការថាគាត់ពិតជាត្រូវអំពើរបស់គេមែនហើយអ្នកដែលដាក់អំពើគាត់នេះគឺជាសង្សារចាស់របស់គាត់ត្រឹមតែពាក្យថាសង្សារចាស់របស់គាត់ខួរក្បាលរបស់គាត់ចិត្តរបស់គាត់បានបាញ់ទៅបុគ្គលម្នាក់បាត់ទៅហើយគាត់ភ្ញាក់ខ្លួនបុគ្គលដែលគាត់បាននឹកឃើញមុនគេគឺជាអតីតសង្សាររបស់គាត់ដែលនៅពេលដែលបែកគ្នាមិនដឹងថាបែកគ្នាដោយសារអ្វីដោយសារអស់ចិត្តឬមិនអស់ចិត្តឬមិនទេណាប៉ុន្តែសង្សារគាត់ម្នាក់នោះម្នាក់ប្រុសម្នាក់នោះបាននិយាយថាបើសិនជាអញមិនបានគ្មានអ្នកណាបាននោះឡើយមួយម៉ាត់នឹងលោតនៅក្នុងខួរក្បាលទិដ្ឋភាពមួយនឹងវាបានលេងម្ដងទៀតនៅក្នុងខួរក្បាលរបស់គាត់ដែលគាត់ដឹងថាតើបុគ្គលម្នាក់ណាដែលបានដាក់អំពើទៅលើគាត់ព្រះតេជគុណគ្រាន់តែប្រមាលភ្លាមក៏ចាប់គាត់ស្រោចទឹកអារម្មណ៍របស់គាត់នៅពេលដែលត្រូវទឹកនៅពេលនេះមិនមែនជាពេលយប់នោះទេហើយអាងទឹកដែលព្រះតេជគុណប្រើសម្រាប់ស្រោចនឹងក៏មិនបានដាក់ទឹកកកដែរតែទឹកដែលជះទៅលើខ្លួនរបស់គាត់មានអារម្មណ៍ថាព្រឺរងាខុសធម្មតាវាត្រជាក់សេបហ្មងណាហាក់ដូចជានៅក្នុងខ្លួនរបស់គាត់កំពុងតែប្រឆាំងតទល់ជាមួយនឹងទឹកមួយនឹងកំពុងតែប្រឆាំងតទល់នៅវេទមួយនឹងគឺកំពុងតែតទល់ជាមួយគ្នាអារម្មណ៍របស់គាត់គឺពិបាកទ្រាំមែនទែនក្រោយស្រោចទឹកហើយគាត់ក៏ជិះតម្រង់មកផ្ទះតែម្នាក់ឯងមកដល់ផ្ទះភ្លាមស្រាប់តែគាត់មានអារម្មណ៍ថាចុកពោះចង់បត់ជើងទាំងគាត់មិនបានបត់ជើងរយៈពេល15ថ្ងៃហើយគាត់ក៏រត់ចូលបន្ទប់ទឹកភ្លាមនៅពេលដែលគាត់បត់ជើងស្រាប់តែមានសរសៃអំបោះពណ៌សរសៃអំបោះពណ៌សមួយសរសៃចេញមកតាមលាមកគាត់ឃើញបែបនេះគាត់បានទាញទូរស័ព្ទទេទៅកាន់ព្រះតេជគុណទូលនៅរឿងរ៉ាវដែលគាត់បានជួបទូលនៅរឿងរ៉ាវដែលគាត់បានឃើញគឺមានសរសៃអំបោះពណ៌សមួយចេញមកតាមលាមកព្រះតេជគុណទទួលដំណឹងនេះហើយក៏មានសង្កេតការថាវាចេញមកហើយស្អែកមកស្រោចទឹកម្ដងទៀតថ្ងៃស្អែកឡើងបានមកដល់គាត់មិនចាំត្រេត្រង់អីយូរទេមករៀបចំខ្លួនហើយទាញម៉ូតូតាំងព្រលឹមនឹងជិះទៅកាន់កុដិរបស់ព្រះតេជគុណសាជាថ្មីចូលទៅដល់គាត់ឃើញមានពុទ្ធបរិស័ទជាច្រើនកំពុងតែមករកជំនួយពីព្រះតេជគុណដែរតែព្រះតេជគុណឃើញគាត់ក៏ហៅឲ្យគាត់ចូលមកមុនគេផ្លាស់សម្លៀកបំពាក់ដើម្បីស្រោចទឹកហេតុការចម្លែកមួយក៏បានកើតឡើងគាត់ប្រាប់ថាអញ្ចេះផ្លាស់កៅអៅហើយមកអង្គុយលើកដៃសាពះនេះព្រះតេជគុណត្រឹមតែជះទឹកមួយផ្តិលគត់ជះតែមួយផ្តិលគាត់បាត់ស្មារតីសូនឈឹងងងឹតស្លុបតែម្ដងនៅពេលដែលគាត់ដឹងខ្លួនតិចមកគាត់ឃើញមានពុទ្ធបរិស័ទដែលមហោបតេជគុណនឹងកំពុងតែហិតដៃហិតជើងគាត់ណាកំពុងតែអង្គុយនៅជុំវិញគាត់ហើយព្រះតេជគុណក៏កំពុងតែគង់នៅជិតគាត់ដូចគ្នាដែរគាត់ដឹងខ្លួនទាំងមមីមើគាត់ថាមានរឿងអីដែរកើតអីមានរឿងអីមិនបានខ្ញុំនៅនឹងវិញមិនខ្ញុំរៀងល្ងឹតមុខដួលនៅកន្លែងនោះតែមិនមែនបាត់ខ្ញុំនៅកន្លែងហ្នឹងវិញពេលនោះហើយដែលពុទ្ធបរិស័ទនិងព្រះតេជគុណមានសង្កេតការមកកាន់គាត់ថាអញ្ចេះនៅពេលដែលជះមួយផ្តិលហ្នឹងនៅពេលដែលគាត់បាត់បង់ស្មារតីមួយហ្នឹងស្រាប់តែមានវិញ្ញាណដែលគេប្រើមកធ្វើអំពើហ្នឹងចូលមកសន្ធិដ្ឋនៅក្នុងខ្លួនគាត់វាចាញ់មិនមែនគួរតែមិនចូលទេបានតែចាញ់ពីក្នុងមកវាទ្រាំលែងបានវាត្រូវតែតតាំងជាមួយនឹងបដិជគុណវិញណាគឺចាញ់មកសន្ធិដ្ឋក្នុងខ្លួនគាត់សន្ធិដ្ឋស្មារតីរបស់គាត់ទាំងស្រុងហើយឆ្លោះគ្នាជាមួយនឹងបដិជគុណរបៀបថាបដិជគុណសួរថាមើលមកពីណាញោមឯងមកពីណាហើយចង់បានអីណាគេអ្នកប្រើមកតែវិញ្ញាណនឹងនៅតែតទល់ថាកុំចេះរឿងអញត្រូវធ្វើឲ្យវាងាប់ឡាក់នឹងឡាក់អីចឹងទៅកុំចេះរឿងអញតែដោយសារតែវិជារបស់ព្រះតេជគុណគឺមានកម្រិតខ្ពស់អញ្ចឹងហើយការតទល់ជាមួយព្រះតេជគុណក៏ដឹងថាខ្លួនឯងមិនឈ្នះទើបវិញ្ញាណមួយនោះសារភាពថាគ្រូដែលបញ្ជាមកគឺស្ថិតនៅឯក្រុងព្រះសីហនុហើយគ្រូមួយនោះគឺជាមនុស្សស្រីហើយជាបងប្អូនជនជាតិថែមទៀតហើយភារកិច្ចរបស់វិញ្ញាណមួយនេះគឺធ្វើឲ្យបងស្រីស្លាប់មុនថ្ងៃរៀបការព្រះតេជគុណបានដឹងដំណឹងមួយនេះក៏ប្រឹងសូត្រផងយកធូបមកអុជផងតទល់ទម្រាំតែបលឹងនឹងចុះចាញ់ហើយចាក់ចេញពីខ្លួនគាត់ទើបបានគាត់ដួលសន្លប់ហើយនៅពេលដែលគាត់ដឹងខ្លួននឹងហើយដែលគាត់ឃើញថាមានពុទ្ធបរិស័ទជាច្រើនរួមទាំងព្រះអង្គផងដែលនៅជុំវិញខ្លួនគាត់
គាត់ដឹងខ្លួនប៉ុណ្ណឹងបដិជគុណក៏តបទៅវិញថាអស់អីហើយគាត់ក៏ខ្លះកៅអៅហើយលាបដិជគុណក្រាបថ្វាយបង្គំលាត្រឡប់ទៅក្នុងផ្ទះវិញថ្ងៃស្អែកឡើងគាត់មានការដឹងគុណចំពោះបដិជគុណជាខ្លាំងហើយគិតថានឹងជាវអីវ៉ាន់ដូចជាស្ករតែលាក់នឹងលាក់អីចឹងទៅយកទៀនមួយចំនួនទៅថ្វាយទៅដល់ព្រះសង្ឃនៅពេលដែលគាត់ទៅដល់តូបអ្នកលក់តីទៀនទាំងអស់ហ្នឹងគាត់ក៏បានប្រាប់ថាគាត់មកទិញអីវ៉ាន់មកថ្វាយបដិជគុណហើយអ្នកលក់ហ្នឹងក៏ចង់ដឹងរឿងដែរអ្នកលក់ហ្នឹងក៏សួរថាមានរឿងអីឡាក់អីចឹងទៅឃើញមុខរៀងខ្មៅមុខរៀងអីចឹងណាបងស្រីក៏បានរៀបរាប់ថាគាត់ត្រូវបានគ្រូជនជាតិធ្វើអំពើចង់សម្លាប់គាត់ដោយសង្សារចាស់របស់គាត់អីចឹងទៅដល់ពេលហើយនេះជារឿងចម្លែកមួយដែរដែលខ្ញុំមិនដែលឮណាដល់ពេលហើយអ្នកលក់ហ្នឹងក៏បានឆ្លើយតបមកកាន់គាត់វិញថាគាត់ឮថាអញ្ចេះឥឡូវសាកតាមគាត់ក៏សាកមិនសាកក៏អត់អីដែរតែតាមគាត់ដឹងគាត់ថាអញ្ចេះបើសិនជាគ្រូជនជាតិចង់កុំឲ្យមានរឿងតទៅទៀតណាថ្ងៃហ្នឹងអូនឯងទិញសាច់ជ្រូកហើយដាក់នៅក្នុងចានតម្កល់4ទិសនៅក្នុងផ្ទះរបស់អូនឯងគាត់គិតថាតំណងដែរតាព្រោះដោយសារតែបងប្អូនជនជាតិគាត់មិនពិសាទេនិយាយទៅមិនប៉ះតែម្ដងអញ្ចឹងក្នុងករណីមួយហ្នឹងហើយគាត់គិតថាវា logic ដែរគាត់អត់ចាំយូរទេគឺគាត់រួរាន់ទៅរកសាច់ជ្រូកហើយដាក់នៅក្នុងផ្ទះ4ទិសមែនគាត់ថាអញ្ចេះគ្រាន់តែដាក់ភ្លាមគាត់ដើរមករកម្ដាយរបស់គាត់នៅកណ្ដាលផ្ទះដើម្បីសុំពររបៀបថាម៉ាក់អើយឲ្យពរកូនផងព្រោះពររបស់ម្ដាយគឺជាពរដ៏វិសិទ្ធវាវិសេសវិសាលជាងព្រះទៀតព្រោះម្ដាយឪពុកជាព្រះរស់ណាជាព្រះដែលខ្ពស់ជាងគេនៅពេលដែលគាត់ដើរមកដល់ត្រឹមតែលើកដៃសុំពរនេះគាត់មានអារម្មណ៍ថាត្រជាក់ខ្លាំងមែនទែនមានអារម្មណ៍ថាមានចំហាយត្រជាក់អីរត់ចេញពីខ្លួនរបស់គាត់ណារបៀបថារត់ពីក្រោយខ្នងគាត់វឹបចេញពីផ្ទះហ្នឹងហើយគាត់ដឹងថាចេញពីផ្ទះហ្នឹងនៅពេលហ្នឹងហើយដែលគាត់ដឹងថាអំពើអំព័ន្ធដែលគាត់បានត្រូវហ្នឹងគឺរួចផុតបាត់ទៅហើយនេះគឺជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យគាត់បើកភ្នែកធំទទួលស្គាល់ថាអំពើនៅក្នុងโลกនេះពិតជាមានពិតប្រាកដមែនហើយទាល់តែជួបខ្លួនឯងទើបបានដឹងថាតើវារងកម្មរបៀបណានេះគឺជាសាច់រឿងទី2របស់បងស្រីយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះអញ្ចឹងទើបបន្តថាបងប្អូនស្រឡាញ់គ្នាអាពេលស្រឡាញ់ស្និទ្ធស្នាលណាស់អាពេលបែកគ្នាចេះតែចង់បំផ្លាញគ្នាឆ្ងល់ដែរតើម្នាក់កំពុងគិតអីបុគ្គលណាដែលកំពុងតែគិតចង់បំផ្លាញដៃគូម្ខាងទៀតនោះបងប្អូនប្រើពាក្យថាស្រឡាញ់គេណាស់ស្រឡាញ់ពាក្យថាស្រឡាញ់ណាគឺចង់ឲ្យគេល្អក៏មិនមែនមានន័យថាស្រឡាញ់គឺចង់បានតែខ្លួនឯងនោះដែរតើបានអ្វីមកពីការបំផ្លិចបំផ្លាញជីវិតរបស់គេទំនាក់ទំនងរបស់មនុស្ស2នាក់វាគង់អីនឹងបែកគ្នាគួរតែនិយាយចឹងចុះឪពុកម្ដាយរបស់យើងដែលចិញ្ចឹមយើងនេះដែល 100% ទោះមានរឿងអីក៏ដោយមិនរត់ចោលយើងទេនេះក៏គង់តែដាច់ជាមួយយើងដែរដាច់ដោយវិធីណាគឺដោយសេចក្តីស្លាប់នឹងឯងដោយការអស់បុណ្យនឹងឯងអញ្ចឹងទោះប្តីប្រពន្ធការជាមួយគ្នាស្រឡាញ់គ្នាបើមិនលែងគ្នាទេគង់តែបែកគ្នានៅពេលដែលស្លាប់ដែរហ្នឹងវាគ្មានទំនាក់ទំនងណាដែលអមតៈនោះឡើយនៅក្នុងពិភពលោកយើងហ៎អញ្ចឹងហេតុអ្វីបានបងប្អូនទាំងអស់គ្នាមានបុគ្គលមួយចំនួនដោយសារតែស្រឡាញ់គេមិនចង់បាត់បង់គេដោយសារហួងហែងការស្រឡាញ់ប្រែក្លាយជាការស្អប់ប្រែក្លាយទៅជាទង្វើមួយដែលខុសសិលធម៌ទង្វើមួយដែលអបលៈជាទីបំផុតដែលដេរឆានជាទីបំផុតដែលធ្វើអំពើមុនអង្គមខ្មៅដែលគ្មានភ័ស្តុតាងឥឡូវទៅប្តឹងប៉ូលីសមិនយកភ័ស្តុតាងអីទៅប្តឹងប៉ូលីសយកតសៃអំបោះសហ្នឹងទៅប្តឹងប៉ូលីសវាទៅអត់រួចប្រើវិធីមួយហ្នឹងមកសម្លាប់មកខាងទៀតតើដើម្បីអ្វីហ្នឹងជាការអះអាងក្តីស្រឡាញ់របស់បងប្អូនទាំងអស់គ្នាចំពោះបុគ្គលម្នាក់ទៀតវាមិនមែនទេតើការបំផ្លាញជីវិតរបស់គេនេះតើជីវិតអ្នកដែលទៅបំផ្លាញគេហ្នឹងវាទៅជាយ៉ាងណាកម្មទាំងឡាយណាវារមែងតែហុចផលធ្វើអ្វីដាក់គេនឹងទទួលបានបែបហ្នឹងមកលើខ្លួនឯងវិញបើសិនជាឈប់ស្រឡាញ់គ្នាហើយក៏ទុកឲ្យគេដើរចេញទៅព្រោះអីយើងគិតចេះវិញបងប្អូនអានេះជាបទពិសោធន៍របស់ខ្ញុំឯណាសួរមុនខ្ញុំរៀបការខ្ញុំមានសង្សារខ្ញុំមានដូចគ្នាសួរស្រឡាញ់សង្សារស្រឡាញ់សួរចង់ការជាមួយគេចង់ការដូចអាគ្នានឹងគ្មានណាគេមានសង្សារហើយអត់ចង់ការមួយគ្នាត្រូវបងប្អូនប៉ុន្តែនៅពេលដែលគេចាក់ចេញទៅខ្ញុំឈឺចាប់ដូចគ្នាតែខ្ញុំគិតក្នុងចិត្តបែបនេះដែលធ្វើឲ្យបេះដូងរបស់ខ្ញុំវាសះស្បើយឡើងវិញធ្វើឲ្យអារម្មណ៍របស់ខ្ញុំវាធូរស្រាលឡើងវិញណាបានន័យថាខ្សែបន្ទាប់ជីវិតរបស់ខ្ញុំត្រូវឲ្យម្នាក់នឹងចូលមកបង្រៀនអ្វីខ្ញុំម្យ៉ាងអញ្ចឹងក្នុងទំនាក់ទំនងមុនពេលបែកគ្នាខ្ញុំរៀនអ្វីពីម្នាក់នឹងនៅពេលដែលម្នាក់នឹងចាក់ចេញទៅខ្ញុំមានតែពាក្យថាអរគុណណាស់ដែលបង្រៀនអ្វីមួយនៅក្នុងជីវិតដល់ខ្ញុំដែលធ្វើឲ្យខ្ញុំកែប្រែក្លាយទៅជាមនុស្សថ្មីមួយ
ដែលល្អសម្រាប់មនុស្សដែលត្រឹមត្រូវជាភរិយារបស់ខ្ញុំបងប្អូនយល់កន្លែងហ្នឹងឯងនេះគឺជាផ្នត់គំនិតរបស់ខ្ញុំមានន័យថាអូពីមុនមកបុគ្គលម្នាក់នឹងចោលម្សៀតអីចឹងទៅមកជួបម្នាក់ស្រីមួយហ្នឹងទៅអំពើចោលម្សៀតមួយហ្នឹងណាតែដើរមួយគ្នាបានតែប្រហែលឆ្នាំក៏ម្នាក់ហ្នឹងក៏ចាក់ចេញទៅអញ្ចឹងម្នាក់ស្រីហ្នឹងក្នុងវាលវត្តសង្សារគឺមានតួនាទីមួយមករំដោះយើងឲ្យផុតពីទង្វើមួយហ្នឹងដើម្បីរៀបចំខ្លួនរួចជាស្រេចគួរតែអង់គ្លេសគេហៅ best version ណា version ចុងក្រោយគេដែលល្អបំផុតដែលមិនមានភាព error សម្រាប់បុគ្គលដែលត្រឹមត្រូវបំផុតដែលស័ក្តិសមជាឧត្តមភរិយាដែលស័ក្តិសមជាឧត្តមស្វាមីរបស់យើងគិតចឹងវិញទៅកុំអាងអីបន្តិចគ្រាន់តែបែកគ្នាទៅហក់សម្លាប់ខ្លួនអាងអីបន្តិចបែកគ្នាទៅធ្វើអំពើអំពន់សម្លាប់គ្នាតើដើម្បីអ្វីបុគ្គលម្នាក់ចូលមកជីវិតយើងសុទ្ធសឹងតែមានហេតុនិងផលជឿខ្ញុំទៅមនុស្សដែលត្រឹមត្រូវមនុស្សដែលពិតប្រាកដនឹងនៅមនុស្សដែលមិនពិតប្រាកដនឹងចាក់ចេញហើយអរគុណទៅដែលគេចាក់ចេញព្រោះថាបើសិនជាយើងនៅតែខ្វាត់នៅតែបន្តតើនឹងមានរឿងអ្វីកើតឡើងនៅថ្ងៃអនាគតកែវតែវាបែកហើយវាស្រាមហើយបិទមិនក៏វាមិនជាប់ដែរគួរនិយាយថាអញ្ចឹងនៅពេលដែលប្រឡែងគេទៅយល់ឃើញវិជ្ជមានថាអូគេមកបរៀនអញឲ្យអញនេះល្អជាងមុនតើណែត្រង់ចំណុចហ្នឹងអារម្មណ៍របស់យើងគំនិតរបស់យើងនឹងផ្លាស់ប្ដូរទៅមួយខាងទៀតគួរតែនិយាយថាបងប្អូនដើរនៅលើខ្សែបន្ទាត់មួយគិតវិជ្ជមានសប្បាយចិត្តគិតអវិជ្ជមានមិនសប្បាយចិត្តគឺត្រឹមតែមួយខណៈតែប៉ុណ្ណោះបើបងប្អូនអត់សប្បាយចិត្តភ្លាមគឺយ៉ងយកតែម្ដងបងប្អូនមានអារម្មណ៍ថាសប្បាយចិត្តវិញអ្វីផ្លាស់ប្ដូរតែម្ដងវាអញ្ចឹងនឹងឯងអញ្ចឹងសង្ឃឹមថាសាច់រឿងមួយនេះជាសាច់រឿងដ៏ល្អបង្រៀនដល់មនុស្សទាំងឡាយដែលស្រឡាញ់គ្នាដែលជាគូសង្សារដែលជាគូស្វាមីភរិយាទោះមានរឿងអ្វីក៏ដោយវាមិនមានប្រយោជន៍ទេទៅធ្វើអំពើអំព័ន្ធគិតល្អធ្វើល្អបានរឿងល្អនេះគឺជាសាច់រឿងទី2របស់គាត់ឥឡូវនេះយើងចូលដល់សាច់រឿងទី3របស់ប្រិយមិត្តម្នាក់ទៀតដែលជាមនុស្សប្រុសហើយគាត់គឺមានការងារជាសាវនករចឹងបងប្អូនណាដែលមិនស្គាល់ពាក្យថាសាវនករទេគឺគាត់បម្រើការជា auditor អ្នក audit បញ្ជីក្រុមហ៊ុនណារបៀបថាក្រុមហ៊ុនមួយស្តង់ដារអញ្ចឹងទៅត្រូវបិទបញ្ជីប្រចាំឆ្នាំត្រូវប្រកាសពន្ធត្រូវអីអញ្ចឹងទៅអញ្ចឹងគេត្រូវជួលក្រុមហ៊ុនខាងក្រៅមួយទៀតដើម្បីមក audit មើលថាតើរបាយការណ៍ហិរញ្ញវត្ថុតើរបាយការណ៍ចំណូលចំណាយទាំង lain ហ្នឹងបានធ្វើត្រឹមត្រូវដែរឬអត់ហើយគាត់គឺមានតួនាទីក្នុងការត្រួតពិនិត្យមួយនឹងឯងគឺជាជនទី3សម្រាប់ត្រួតពិនិត្យគាត់បានប្រាប់ថាគាត់ជាក្មេងម្នាក់ដែលកើតមកមានសំណុំសង្វារដែលឪពុកម្ដាយរបស់គាត់គឺជឿទៅលើរឿងហ្នឹងហើយបានរៀបអាសនៈឲ្យគាត់តាំងពីក្មេងមកម្លេះហើយគាត់ប្រាប់ថាគាត់គឺជាមនុស្សម្នាក់ដែលឆ្វាក់ជាមួយនឹងរឿងវិញ្ញាណណាស់តាំងពីអាយុ 4-5 ឆ្នាំមកម្លេះអារបៀបថាដើរឃើញវិញ្ញាណដោយចៃដន្យអញ្ចឹងទៅបន្ថែមពីលើនេះទៀតខ្មោចក៏លងគាត់ច្រើនដែរច្រើនករណីខ្លាំងមែនទែនប៉ុន្តែសាច់រឿងមួយនេះគឺជាសាច់រឿងដែលគាត់ចែករំលែកមួយផ្នែកមួយនៃជីវិតរបស់គាត់កើតឡើងនៅក្នុងឆ្នាំ2016នៅអាយុ23ឆ្នាំពេលនោះគឺជា peak season គួរតែនិយាយថារដូវកាលដែលទាមទារឲ្យសាវនករគ្រប់រូបទទួលភ្ញៀវហើយត្រូវចុះពីមួយកន្លែងទៅមួយកន្លែងគឺអត់មានពេលសោះតែម្ដងអាហ្នឹងហាក់ដូចជាកាភ្លើងបាញ់ទឹកលក់ដាច់ពេលណាលក់ដាច់តែពេលចូលឆ្នាំទេត្រូវឲ្យបងប្អូនបិទបញ្ជីពេលណាគឺបិទតែចុងឆ្នាំទេអញ្ចឹងចន្លោះខែ11រហូតដល់ខែ2អីហ្នឹងក្នុងប្រហែល3ខែហ្នឹងសាវនករគឺរវល់ខ្លាំងមែនទែនរវល់ខ្លាំងមែនទែនក្រុមហ៊ុនរបស់គាត់គឺមានភ្ញៀវនៅតាមខេត្តជារោងចក្រជាក្រុមហ៊ុនលក្ខណៈគឺច្រើនខ្លាំងមែនទែនដែលតម្រូវឲ្យគាត់ឧស្សាហ៍មានការងារចុះទៅតាមខេត្តជារឿយក្នុងអំឡុងពេលនោះគាត់ប្រាប់ថានៅពេលដែលគាត់ទៅដល់ទីតាំងខេត្តមួយកំពុងតែធ្វើការនេះរៀបចំបោកកៅអៅយកទៅមិនគ្រប់នេះកៅអៅមិនទាន់ស្ងួតស្រួលបួផងក៏តម្រូវឲ្យទៅទីតាំងម្ខាងទៀតទៅហើយបើសាវនករគេនិយាយគ្នាលេងជាមួយគ្នាងាប់ខោក្នុងបោកមិនទាន់ស្ងួតផងទៅតទៀតអីនេះគឺរបៀបអញ្ចឹងហ្នឹងឯងពេលនោះគាត់បានចោះធ្វើសាវនកម្មនៅក្រុមហ៊ុនមួយនៅក្នុងខេត្តកំពង់ចាមមិនទាន់បានបញ្ចប់នៅឡើយទេគាត់ក៏មានការវិភាគបន្តទៅក្រុមហ៊ុនមួយទៀតនៅឯក្រុងប៉ោយប៉ែតដូច្នេះហើយដែលតម្រូវឲ្យគាត់ត្រឡប់មកភ្នំពេញដើម្បីផ្លាស់ប្ដូរកៅអៅដើម្បីផ្លាស់ប្ដូរអីពីក្នុងវ៉ាលីហ្នឹងអាងតែឡើងទៅឲ្យទាន់ការវិភាគមួយហ្នឹងជាធម្មតានៅពេលដែលចោះអញ្ចឹងគឺអត់សូវមាន manager ទៅជាមួយទេ manager របស់គាត់គឺជនជាតិហ្វីលីពីនណាតែដំណើរដងនេះគឺចម្លែកត្រង់ថា manager របស់គាត់ជនជាតិហ្វីលីពីនហ្នឹងក៏ទៅជាមួយគាត់ដែរអញ្ចឹងនៅក្នុងឡានមួយនេះគឺតម្រូវមាន senior manager គាត់ម្នាក់ manager គាត់ម្នាក់គាត់ហើយនឹងអ្នកទើបតែចូលថ្មីម្នាក់ជិះឡានទៅជុំគ្នាតម្រង់ទៅទីក្រុងប៉ោយប៉ែត
គាត់ប្រាប់ថានៅពេលដែលមាន manager ទៅជាមួយអញ្ចឹងការងាររបស់គាត់ក៏មានអារម្មណ៍ថារៀងធ្ងន់ចិត្តដែរព្រោះមានការអី manager នៅនឹងធ្វើខ្នងធ្វើអីចឹងណាសំខាន់បំផុតគឺ manager របស់គាត់ជនជាតិហ្វីលីពីនហ្នឹងគឺចិត្តល្អខ្លាំងណាស់សម្របសម្រួលគ្រប់បែបយ៉ាងហើយតែងតែរបៀបប៉ាវពួកគាត់ដើរលេងប៉ាវពួកគាត់អីអញ្ចឹងទៅគឺចិត្តល្អមែនទែនមកតាមផ្លូវគឺពួកគាត់និយាយគ្នាលេងរហូតព្រោះផ្លូវឆ្ងាយជិះ6 7ម៉ោងណោះហ្នឹងតែប្រធានបទឲ្យពួកគាត់តែងតែនិយាយហ្នឹងគឺតាក់ទិនជុំវិញតែរឿងវិញ្ញាណតាក់ទិនតែរឿងអបិយជំនឿតាក់ទិនរឿងខ្មោចអីអញ្ចឹងទៅដែលតាក់ទិនជាមួយរបៀបគាត់ចង់បន្លាចមេរបស់គាត់ដែលជនជាតិហ្វីលីពីនហ្នឹងណាតាក់ទងជាមួយនឹងស្ថានភាពនៅស្រុកខ្មែរអញ្ចឹងណាអញ្ចឹងគាត់និយាយលេងជុំវិញតែប្រធានបទហ្នឹងទេរហូតដល់គាត់លើកឧទាហរណ៍សាច់រឿងមួយណាទៅប្រាប់ manager របស់គាត់តែមានចំណងជើងថា don't knock twice ចំណងជើងរឿងមួយហ្នឹងណាគាត់ប្រាប់ manager គាត់ថាខ្ញុំប្រែសម្រួលការសន្ទនារបស់គាត់ជាភាសាខ្មែរគាត់ប្រាប់ថាមេបើសិនជាយប់ឡើងមានអ្នកណាគេគោះទ្វារកុំបើកឲ្យសោះណាកុំបើកព្រោះបើសិនជាមនុស្សចង់រកមេឯងច្បាស់ណាស់ប្រកាសជាចុចកណ្ដឹងតែបើសិនជាមិនមនុស្សទេច្បាស់ជាគោះទ្វារនិយាយផងសើចផងសបាយបានបន្លាចមេអញ្ចឹងធ្វើឲ្យមេភ័យអញ្ចឹងណារហូតមកដល់សន្តាគារមួយដែលពួកគាត់បានជួលពួកគាត់ក៏បាយបន្ទប់រៀងខ្លួនពោលគឺ senior របស់គាត់បានទៅគេងជាមួយ manager ហើយគាត់បានគេងជាមួយនឹងអ្នកថ្មីម្នាក់ដែលយើងហៅថាបងបអញ្ចឹងណាបងបណាព្រោះឈ្មោះរបស់គាត់ផ្ដើមដោយអក្សរបដូចគ្នាពួកគាត់នៅតែនិយាយលេងសើចជីចដាវយន្តគាត់នៅតែផ្ដាំផ្ញើមេគាត់ដដែលប្រាប់ថាណែមេបើគេគួរទ្វីយប់ឡើងកុំបើកណានៅតែនិយាយអញ្ចឹងនៅតែសើចសប្បាយរហូតដល់ជន់រៀងខ្លួនអញ្ចឹងទៅចេញពីបន្ទប់រៀងខ្លួនហើយគាត់នេះដើរតម្រង់ទៅបន្ទប់របស់ខ្លួនឯងជាមួយនឹងបងបហ្នឹងនិយាយផងសើចសប្បាយផងអារបៀបបានបន្លាចមេអញ្ចឹងទៅសើចសប្បាយដើរតម្រង់មកដល់បន្ទប់របស់ខ្លួនឯងនេះគ្រាន់តែបើកចូលភ្លាមក្តីសប្បាយរីករាយរបស់គាត់ស្រាប់តែមួយទំហឹងតែម្ដងព្រោះនៅពេលនេះគឺគាត់មានអារម្មណ៍អត់ស្រួលខ្លាំងណាស់អត់ស្រួលខ្លាំងមែនទែនវាមានសម្ពាធអ្វីម្យ៉ាងនៅក្នុងបន្ទប់មួយនេះដែលបន្ទប់មួយនេះជាបន្ទប់កណ្ដាលមិនមានបង្អួចនោះឡើយតែវាមានសម្ពាធអ្វីម្យ៉ាងដែលគាត់ចូលទៅក្នុងនាមគាត់ជាអ្នកដែលមានសំណុំសវ៉ាណាគាត់ចូលទៅគាត់ដឹងហ្មងគឺខុសប្រក្រតីគាត់បានដើរយឺតចូលទៅក្នុងបន្ទប់មួយហ្នឹងឯបងបោវិញគាត់អត់មានខ្វាយខ្វល់អ្វីទាំងអស់គឺគាត់បោះវ៉ាលីទៅលើខែរបស់គាត់ធម្មតាតែម្ចាស់សាច់រឿងវិញដើរទៅយឺតមើលសន្តានភាពនៅក្នុងបន្ទប់ទាំងមូលបន្ទប់នេះគឺមិនមានកញ្ចក់នោះទេកញ្ចក់គឺមាននៅតែកន្លែងងូតទឹកតែប៉ុណ្ណោះបន្ទប់នេះគឺជាបន្ទប់ក្រែពីរនៅលើក្បាលដំណេកគឺមានរូបសក់ខ្មៅគឺជារូបមនុស្សសម័យបុរាណណាសក់ខ្មៅដាក់នៅលើក្បាលក្រែទាំងពីរហ្មងដែលគាត់មានអារម្មណ៍ថាណាគេតាំងរូបសក់ខ្មៅចលៃអញ្ចឹងតាំងឡើង2 3គឺគួរឲ្យខ្លាចខ្លាំងមែនទែនដូចជារូបស្ត្រីពីសម័យអាណានិគមបារាំងអញ្ចឹងណាគាត់បានដើរអូសវ៉ាលីរបស់គាត់យឺតបោះទៅលើក្រែរបស់គាត់នៅពេលដែលបោះឲ្យគាត់អង្គុយនៅលើក្រែរបស់គាត់នេះស្រាប់តែក្រែរបស់គាត់ឮសំឡេងក្រោកហើយគាត់លាត់មាត់ថាពុកបាក់ទៀតពោលគឺពុកដែលគាត់គេងហ្នឹងគឺជាពុកបាក់ដែលវាបន្លឺសំឡេងអារបៀបបាក់ធ្នឹម1 2អញ្ចឹងណាពួកគាត់ចាប់ផ្ដើមមើលមុខគ្នាដោយដឹងក្នុងចិត្តថាបន្ទប់មួយនេះដូចជាមិនសូវស្រួលសោះពួកគាត់បានប្រញាប់ប្រញាល់ផ្លាស់កៅអៅទេទៅរក manager របស់គាត់ដើម្បីទៅញ៉ាំអីល្ងាចគាត់ចេញពីសន្តាគារនៅក្នុងចដាយន្តអីចឹងទៅពួកគាត់ឃើញមេរបស់គាត់នៅពេលនេះរឿងរ៉ាវទាំងអស់មិនទាន់បានកើតឡើងទេចឹងអារម្មណ៍គាត់គិតថាវាគ្រាន់តែជាអារម្មណ៍ទេគាត់នៅតែលេងសើចជាមួយមេរបស់គាត់ធម្មតាហើយចូលចិត្តបន្លាចមេគាត់តាក់ទិនរឿងខ្មោចលាក់រហូតដល់ល្ងាចឡើងត្រឡប់មកវិញយប់រៀងជ្រៅបន្តិចត្រឡប់មកវិញនេះពេលដែលបែកជើងពួកគាត់បានចូលទៅមុតទឹករៀងខ្លួនផ្លាស់កៅអៅហើយអស់ហើយបងប្រុសជាម្ចាស់សាច់រឿងជាសវនករដូចខ្ញុំមានមិត្តភក្តិសវនករដែរធ្វើការសិតដាច់យប់អីនោះគឺមានការងារច្រើនមែនទែនមានឯកសារច្រើនមែនទែនដែលត្រូវការពិនិត្យអញ្ចឹងហើយគាត់ប្រញាប់រស់រាន់ទាញកុំព្យូទ័រដើម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារផ្ទៀងផ្ទាត់តួលេខលាក់ស្រាប់តែគាត់ក៏លេចមើលទៅបងបគាត់គេងលក់បាត់ទៅហើយដែលគាត់គិតក្នុងចិត្តថាងាប់ហើយគេងដូចអត់មានខ្វាយខ្វល់អីសោះអញ្ចឹងអ្នកថ្មីអញ្ចឹងមែនណាអត់ដឹងថាការងារហ្នឹងពិបាកប៉ុណ្ណាឬក៏ត្រូវមានការងារច្រើនប៉ុណ្ណាគេងធ្វើរំភើយអញ្ចឹងគាត់ក៏បែរមកធ្វើការរបស់គាត់នៅពេលនេះអារម្មណ៍របស់គាត់
មិនបានផ្ដោតទៅជាមួយនឹងបរិយាកាសនៅក្នុងបន្ទប់នោះទេអារម្មណ៍របស់គាត់គឺផ្ដោតទៅនឹងតួលេខផ្ដោតទៅលើឯកសារផ្ដោតទៅលើការផ្ទៀងផ្ទាត់ជាដើមឡាគាត់ធ្វើការគាត់មើលម៉ោងទៅអូម៉ោង 12 យប់ហើយតាអញ្ចឹងគាត់ក៏សម្រេចចិត្តថាបិទកុំព្យូទ័រទៅបង្ហើបទ្វារបន្ទប់ទឹកដែលមានភ្លើងបន្តិចដើម្បីឲ្យវាជះចេញមកខាងក្រៅមកអញ្ចឹងណាគេចង់ត្រូវចូលបន្ទប់ទឹកអីទៅមិនមែនផ្ទះខ្លួនឯងផងបើផ្ទះខ្លួនឯងចង់បិទភ្លើងក៏បិទភ្នែកក៏ដឹងថាអីវ៉ាន់ណានៅណាដែរអញ្ចឹងនៅក្នុងករណីនេះបន្ទប់ថ្មីផងគាត់ចំហអីម៉ាន់តិចទៅដើម្បីឲ្យមានពន្លឺចាស់ចេញមកអញ្ចឹងតួបងបក៏ដោយតួគាត់ក៏ដោយត្រូវការចូលបន្ទប់ទឹកវាមិនសូវដើរបុកអីវ៉ាន់ហើយក៏ងាយស្រួលរកបន្ទប់ទឹកអីដែរអញ្ចឹងស្ថានភាពបន្ទប់នេះនៅពេលនេះបើកទ្វារបន្ទប់ទឹកបន្តិចខ្ញុំជឿជាក់ថាបងប្អូនជាច្រើនក៏ធ្វើបែបនេះដែរនៅក្នុងហូតែលត្រូវទេបងប្អូនអញ្ចឹងតើមានពន្លឺប៉ុណ្ណាតើមានស្ថានភាពបែបណាបងប្អូនទាំងអស់គ្នាអាចសម័យឃើញគាត់ក៏ដើរតម្រង់មកគេងនៅលើក្រែបាក់របស់គាត់វិញកំពុងតែគេងគាត់បានប្រះខ្លួនពីគេងចំហៀងមកគេងប្រឈរវិញគេងផ្ងាណាកំពុងតែអាលីវមិនទាន់លក់ផងខណៈនោះស្រាប់តែឮសំឡេងក្រឹកក្រកក្រឹកក្រករបៀបដូចមានអ្វីមួយដែលរឹងកំពុងតែកោសជាមួយនឹងឈើតែសំឡេងមួយនោះគឺលាន់ចេញពីក្រោមក្រែរបស់គាត់នៅពេលនេះបងប្អូនប្រហែលជាគិតថាអូដោយសារតែក្រែបាក់ហ្នឹងអញ្ចឹងនៅពេលដែលគាត់កម្រើខ្លួនទៅអាធ្នឹមហ្នឹងវាមិនតែគិតគ្នាអញ្ចឹងត្រូវទេបងប្អូនខ្ញុំក៏យល់អញ្ចឹងដែរតែសម្រាប់គាត់ដឹងក្នុងចិត្តច្បាស់មែនតើថានៅក្រោមក្រែហ្នឹងប្រកាសជាមានអ្វីហើយគាត់ភ្ញាក់ដឹងខ្លួនស្វាងចេះតែម្ដងគាត់ថាស្វាងចេះគាត់ក៏លេចមើលទៅបងបកំពុងតែគេងគាត់មិនហ៊ានដាស់ទេហើយគាត់ព្យាយាមប្រើអារម្មណ៍ទៅប៉ះជាមួយពូកចង់ដឹងថាតើសំឡេងនឹងចេញមកពីក្រោមក្រែពិតប្រាកដអត់សំឡេងនោះនៅតែបន្លឺឡើងក្រែកក្រកចេញពីក្រោមក្រែស្របពេលដែលគាត់មិនមានសកម្មភាពអ្វីទាំងអស់នៅលើពូកនេះអញ្ចឹងនៅពេលដែលយើងគិតថាដោយសារតែសំឡេងឈើនេះការសន្មត់មួយនេះវាបានខុសបាត់ទៅហើយភ្លាមហ្នឹងគាត់ស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយយ៉ាងកំពុងតែចូលពីក្រោមភួយរបស់គាត់ចូលពីក្រោមភួយចេញពីក្រោមក្រែឡើងចូលក្នុងភួយរបស់គាត់ណាដែលគាត់នេះគេងដណ្ដប់ភួយពាក់កណ្ដាលទ្រូងបញ្យល់មិនឲ្យបងប្អូនយល់ណោះគួរតែនិយាយថាបងប្អូនគ្រប់ភួយគេងឯងត្រូវបងប្អូនអញ្ចឹងស្ថានភួយវារៀបហើយវាទល់តែជាមួយជើងរបស់យើងឯងត្រូវបងប្អូនតែនេះគាត់ឃើញមានអ្វីមួយយ៉ាងនៅពេលដែលវាឡើងចូលមកពីក្រោមគាត់នេះអាភួយហ្នឹងវាហើបវាប៉ោងដូចជាមានមនុស្សម្នាក់ទៀតកំពុងតែវាពីក្រោមណាពេលនេះគាត់មានអារម្មណ៍ថាអត់ស្រួលខ្លាំងឯងគាត់ចង់រត់ចេញពីក្រែមួយហ្នឹងប៉ុន្តែគាត់រត់អត់រួចជើងរបស់គាត់គឺស្ពឹកទាំងអស់រត់មិនរួចបញ្ជាក់គឺគាត់ស្វាងចេះតែម្ដងហើយគាត់កំពុងតែគេងមើលអ្វីមួយយ៉ាងវាចូលមកក្រុមភួយរបស់គាត់ព្យាយាមបែរទៅកាន់បងបនោះហើយស្រែកប្រាប់ថាបងងើបឡើងបងប៉ុន្តែបងបគឺគាត់គេងដូចស្លាប់អញ្ចឹងគឺមិនដឹងខ្លួនទាល់តែសោះនៅពេលនេះរបស់ម្យ៉ាងហ្នឹងអ្វីម្យ៉ាងហ្នឹងវាមកដល់ត្រឹមចង្កេះគាត់ហើយនៅពេលដែលវាមកកាន់ចង្កេះគាត់នេះគាត់ឃើញកាន់តែច្បាស់ហើយនៅពេលនេះតើគាត់សម្រេចចិត្តបែបណាបើគាត់រត់អត់រួចផងគាត់ថាបើសិនជាគាត់បើកភួយមើលស្រាប់តែហក់ចេញពីភួយមកដូចក្នុងអាវីដេអូគេបន្លាចមកគាត់មិនវីវ៉ូអញ្ចឹងគាត់អត់មានជម្រើសទេគាត់នៅតែស្រែកហៅបងបឲ្យជួយបងងើបឡើងអូនងើបឡើងតែបងបគឺនៅតែមិនមានសកម្មភាពគឺគេងលក់ស្កប់មែនទេគាត់វិញសម្លឹងមើលវាដល់ត្រឹមចង្កេះមកដល់ត្រឹមប៉ុណ្ណឹងស្រាប់តែភួយរបស់គាត់វាប៉ោងឡើងកាន់តែខ្ពស់ទៅប៉ោងឡើងមកត្រឹមកម្ពស់មនុស្សអង្គុយលើចង្កេះយើងណាបងប្អូនមនុស្សអង្គុយខ្ពស់ណាគឺភួយមួយហ្នឹងគឺឡើងដល់កម្ពស់មួយហ្នឹងគាត់ឃើញច្បាស់នឹងភ្នែកថាភួយហ្នឹងវាប៉ោងឡើងដល់ប៉ុណ្ណឹងមនុស្សអង្គុយបាំងទិដ្ឋភាពរបស់គាត់ខាងមុខទាំងអស់ឲ្យបាំងអស់ហើយគឺពោពេញដោយភួយពេញមុខតែម្ដងគាត់ភ័យរកម៉ែហើយគឺភ័យយកតែមែនទេគាត់អង្គើខ្លួនក៏រួចស្រីហៅបងបជួយក៏បងបមិនងើបតតែសោះនៅពេលនេះគាត់មានតែនឹកដល់គុណបុណ្យមេដាគុណបុណ្យបិតាហើយព្យាយាមសូត្រណាមោតសៈទាំងខ្លួនគាត់ភ័យខ្លាំងមែនទែនខំទប់ដើមទ្រូងខ្លួនឯងឲ្យជាប់កុំភ័យមាត់ព្យាយាមសូត្រណាមោតសៈសូត្រឡើងរុលមាត់បានតែបន្តិចភួយដែលទល់ឡើងមួយហ្នឹងណាស្រាប់តែវាធ្លាក់ចុះស្រឹបតែម្ដងនៅនឹងភ្នែកឯងបងប្អូនវាមិនមែនចុះយឺតទេវាអាពងតប៉ោងទៅយឺតសូតវាសុតទៅវិញវាសុតទៅស្មើវិញបងប្អូនទិដ្ឋភាពមួយហ្នឹងភ្លាមហ្នឹងដែលគាត់អង្គើខ្លួនបានពេលនោះគាត់ស្ទុះឡើងទៅដាស់
បងបនោះយកដៃគាត់ទៅងួនណាងួនខ្លួនណាងួនមកទាំងហឹងណាតែហៅផងស្រែកផងដាក់តិចផងអង្គើខ្លួនផងបងបនៅតែមិនភ្ញាក់គាត់ចង់រត់ចេញពីបន្ទប់មែនតើតែគាត់អត់ហ៊ានទេព្រោះឥឡូវយកឲ្យចុះបបើកទ្វារមកស្រាប់ម្នាក់នឹងនៅក្រៅទៅគិតមិនទៅគាត់មិនដឹងធ្វើម៉េចម៉ោង 2:10 កន្លះជិត1ហើយហ្នឹងគាត់ដាច់ចិត្តថាទាញទូរស័ព្ទទេទៅរមេរបស់គាត់ទេទៅក៏អត់មានអ្នកទទួលគាត់មិនដឹងធ្វើម៉េចគាត់ភ័យផងគាត់ញ័រខ្លួនផងនេះគាត់នឹកឃើញថាមានតែទេទៅរកប៉ាឯម៉ាក់ឯងគាត់ក៏ទាញទូរស័ព្ទលើកដៃមកចុចលេខរបស់ម្ដាយរបស់គាត់គិតក្នុងចិត្តម៉ោង 7:01 ហើយហ្នឹងម៉ាក់ពងតាគេហ្នឹងឲ្យប្រទេសទៅគាត់មិនភ្ញាក់ពីសម្មានមិនតែគុំខ្វល់ច្រើនពេកឥឡូវនេះវាតន់ខ្លាំងៗត្រូវតែទេទៅគាត់ទេទៅតែញ័រខ្លួនយកជើងដាក់នៅតុកណ្ដាលដែលជាតុកដែលគេដាក់តាំងចន្លោះក្រែពីគឺជើងរបស់គាត់ទាំងពីរគងនៅលើក្បាលក្រែមួយហ្នឹងហើយទេទៅនិយាយជាមួយម្ដាយរបស់គាត់បានប្រាប់ម្ដាយរបស់គាត់ពីហេតុការណ៍ទាំងឡាយដែលគាត់បានជួបនិយាយជាមួយម្ដាយរបស់គាត់ព្យាយាមលួងគាត់ព្យាយាមប្រាប់វិធីគាត់ឡើងស្របពេលនោះហើយអារម្មណ៍របស់គាត់បានធូរតែបន្តិចបងក៏ភ្ញាក់ដឹងខ្លួនឡើងក្រនតែភ្ញាក់ដឹងខ្លួនភ្លាមគាត់ក៏សួរថាអញ្ចេះហាបងហើយបងឯងអង្គុយធ្វើអីហ្នឹងស្មានហ្នឹងអត់គេងទេពេលដែលគាត់បានឃើញបងបានងើបនឹងហើយគាត់បានប្រាប់ម្ដាយរបស់គាត់ថាអញ្ចេះមិនរួមក្រុមរបស់គាត់ភ្ញាក់អីម៉ាក់ខ្ញុំលេងអីហ៎ឥឡូវប៉ុណ្ណឹងបានទេណាម៉ាក់ណាហើយក៏ចុចបិទទូរស័ព្ទទៅគាត់បានប្រាប់រឿងរ៉ាវទាំងអស់ទៅបងប្រាប់ថាមិញហ្នឹងបងស្រែកហៅអូនឯងខ្លាំងណាស់បងអូនឯងអត់ងើបសោះតែម្ដងហើយមិញមានស្អីគេវាមកអង្គុយនៅលើខ្លួនបងហើយភួយកម្រើកអីចឹងទៅបងបានទទួលនឹងហើយគាត់ប្រាប់ចាបងឥឡូវចេះបងឯងមកគេងក្រែជាមួយខ្ញុំហើយចាំព្រលឹមឡើងចាំយើងដូរបន្ទប់គាត់លឺបែបហ្នឹងហើយគាត់ក៏ងើបមកគាត់បោះខ្នើយដែលគាត់គេងនៅលើក្រែរបស់គាត់ណាហើយនិយាយថាចាណែយកក្រែវិញណាអញលេងដេកហ្នឹងហើយគាត់ក៏ឡើងទៅគេងជាមួយនឹងបងបាត់ទៅគាត់សម្រានលក់បានតែបន្តិចគាត់ស្រាប់តែទទួលបានសុបិននិមិត្តមួយគាត់ឃើញទិដ្ឋភាពស្ដែងនៅក្នុងបន្ទប់នេះតែម្ដងគាត់ឃើញមានមនុស្សស្រីម្នាក់សក់វែងខ្លាំងមែនទែនវែងដល់ជើងកំពុងតែចេញពីក្រោមក្រែរបស់គាត់ហើយយកដៃទាញជើងគាត់នេះទម្លាក់ពីក្រែរបស់បងគាត់ព្យាយាមតស៊ូសវេសវារបៀបធាក់ប្រឡែងគាត់ឲ្យឡើងអញ្ចឹងទៅប៉ុន្តែវិញ្ញាណម្នាក់ស្រីនឹងព្យាយាមទាញគាត់ទាញរហូតដល់គាត់ធ្លាក់ពីលើក្រែរហូតដល់គាត់ប្រវេប្រវាស់ស្រែកដឹងខ្លួនណាពេលហ្នឹងហើយបងហ្នឹងក៏គាត់ភ្ញាក់ដឹងខ្លួនដែរគាត់សួរថាមាននឹងអីបងមាននឹងអីគាត់ក៏បានប្រាប់ថាអត់អីទេគាត់យល់សប្បុរសអត់អីទេគេពេលនោះគាត់បានទាញទូរស័ព្ទមើលហេតុការណ៍មួយនេះបានកើតឡើងចំពោះគាត់គឺម៉ោងប្រហែលជា3ទៀបភ្លឺទៅហើយនៅពេលនេះតើដោយសារតែគាត់និយាយលេងផ្ដេសផ្ដាសដែលដិតចូលទៅក្នុងអារម្មណ៍របស់គាត់ដែលធ្វើឲ្យគាត់ជួបនៅរឿងរ៉ាវសុបិនមួយនេះឬក៏សុបិនមួយនេះជាការពិតប៉ុន្តែអ្វីដែលជាក់ស្ដែងបំផុតគឺគាត់ស្វាងហើយគាត់បានឃើញភួយរបស់គាត់បានប៉ោងឡើងវាស្ដែងនៅនឹងភ្នែកនេះមិនមែនជារឿងកន្លែងនោះទេរហូតដល់ព្រឹកឡើងគាត់បានចោះទៅប្រាប់ receptionist គាត់ប្រាប់ទៅចាគាត់ចង់ប្រូបន្ទប់ receptionist ទាំងពីរនាក់ឃើញមុខគាត់ស្លេកអត់មានអ្វីទាំងអស់ទទួលសោពីគាត់ហើយប្រាប់គាត់ថាចាំគាត់ដូរឲ្យចម្លែកឯងបងប្អូនវាគួរតែសួរថាចេះបងតើវាមានបញ្ហាអីជាមួយបន្ទប់មួយហ្នឹងទៅមិនបងចង់ផ្លាស់ប្ដូរបន្ទប់តើវាមានទាស់ខុសកន្លែងណាមែនតែនេះអត់មានសួរអ្វីទាំងអស់មិនសួរដេញដោលអ្វីទាំងអស់គឺទទួលសោហើយប្រាប់ថាចាំគាត់រៀបចំបន្ទប់ថ្មីឲ្យមានន័យថាម៉េចមានន័យថា reset ទាំងពីរហ្នឹងគឺដឹងរឿងថាបន្ទប់របស់គាត់ហ្នឹងមានរឿងអ្វីឬក៏ហូតែលទាំងមូលមានរឿងអ្វីគាត់ហុចសោហើយគាត់ក៏ឡើងឡានទៅធ្វើការជាមួយមេរបស់គាត់ព្យាយាមប្រាប់ manager របស់គាត់ថាមានរឿងរ៉ាវអីគេខ្លះដែលបានជួបដែលគាត់បានជួបនៅយប់មិញនេះប៉ុន្តែ manager របស់គាត់គឺជាអ្នកវិទ្យាសាស្ត្រហើយជនជាតិហ្វីលីពីនជា Christian ត្រូវឯងបងប្អូនជាគ្រឹះសាសនិកអញ្ចឹងពួកគាត់មិនសូវជឿទៅលើរឿងអស់ហ្នឹងប្រហែលទេអានេះបើខ្ញុំនិយាយខុសអីខ្ញុំសុំទោសណាប៉ុន្តែ manager របស់គាត់ប្រហែលជាក្នុងលក្ខខណ្ឌមួយមិនចង់ឲ្យគាត់ភ័យអញ្ចឹងទាញថាព្រឹត្តិការណ៍ទាំងឡាយគឺជាព្រឹត្តិការណ៍ sleep paralysis អាហ្នឹងមិនដឹងបកប្រែខ្មែរថាមិនទេប៉ុន្តែរបៀបថាកាំងតសៃតសូងយើងដើរអត់ស្រួលយប់ឡើងយើងកាំងទៅវាមានទិដ្ឋភាពដូចខ្មោចសង្កត់ដូចអីអញ្ចឹងណាគាត់វាមិនដឹងថាបកស្រាយប្រាប់ថាម៉េចអញ្ចឹងហើយទៅ sleep paralysis ក៏ sleep paralysis ទៅហើយណាមួយទៀតបកការទទួលស្គាល់ថា sleep paralysis ហ្នឹងក៏វារៀងធូរស្រាលសម្រាប់អារម្មណ៍របស់គាត់ដែរដែលវាមិនសូវខ្លាចវាមិនសូវភ័យអីអញ្ចឹងណាប៉ុន្តែអ្វីដែលសំខាន់នៅតែនិយាយដដែលចុះអាភួយគាត់ប៉ោងនៅពេលដែលគាត់ស្វាងនេះអានឹងស្អីគេកំពុះមនុស្សអង្គុយអានឹងមិនទៅហៅថា sleep paralysis គាត់បានធ្វើដំណើររហូតទៅដល់ក្រុមហ៊ុនមួយដែលធំដែរនៅទីក្រុងប៉ោយប៉ែតហ្នឹង
គាត់បានបំពេញតួនាទីរបស់គាត់មួយថ្ងៃនឹងធ្វើការចោះធ្វើការឡើងអីចឹងទៅបងស្រីម្ចាស់ក្រុមហ៊ុនគាត់ក៏ជាមនុស្សល្អដែរមនុស្សចិត្តបន់ចឹងនៅពេលដែលគាត់ធ្វើការអញ្ចឹងទៅគាត់ក៏ដើរចូលនៅក្នុងបន្ទប់ពួកគាត់ក៏និយាយគ្នាលេងបដាពិនិត្យមើលឯកសារបដាស្នើសុំឯកសារបដាចុះឡើងគាត់ក៏ទាញនៅសាច់រឿងដែលគាត់បានជួបប្រទះកាលពីយប់វិញជំរាបទៅបងស្រីម្ចាស់ក្រុមហ៊ុនមិនមានពាក្យថាមិនជឿនោះទេក៏មិនមានពាក្យថាជឿដែរប៉ុន្តែអ្វីដែលគាត់ធ្វើគឺគាត់បានដកបន្តោងរូបព្រះពីករបស់គាត់ហុចមកឲ្យបងប្រុសប្រាប់តែចេះណែយកបន្តោងហ្នឹងទៅដាក់នៅក្រុមខ្នើយគេងរហូតដល់ធ្វើការត្រូវឡើងទៅពេញចាំយកបន្តោងហ្នឹងមកឲ្យគាត់វិញគាត់និយាយតែប៉ុណ្្នឹងទេបងប្រុសគាត់រៀងងាក់ដែររបៀបថាយកបន្តោងគេមិនចុះបបាត់មិនទក់សាច់ប៉ុន្តែទៀងវាមិនឈ្នះទាល់បើគាត់ជួបរឿងហ្នឹងហើយហ្នឹងអញ្ចឹងក្នុងករណីនេះហើយគាត់ក៏សម្រេចចិត្តថាទទួលខ្ចីបន្តោងមួយនេះយកមកប្រើប្រាស់ទុកការពារខ្លួនមកត្រឹមគាត់ធ្វើការហ្នឹងធ្វើការហើយល្ងាចឡើងគាត់ក៏ត្រឡប់មកកាន់អូតែលមកវិញបន្ទប់ដែលគេផ្លាស់ប្ដូរគឺជាបន្ទប់ខុសគ្នាមួយជាន់តែជាបន្ទប់តែមួយតោះនេះកន្លែងហ្នឹងបងប្អូនឥឡូវឧទាហរណ៍ថាបន្ទប់ដែលគាត់គេងមុនហ្នឹងគឺបន្ទប់206អញ្ចឹងអាចន់ទី3ដែលគាត់ផ្លាស់ប្ដូរហ្នឹងគឺបន្ទប់306គឺនៅលើនៅក្រោមគ្នាអញ្ចឹងរបៀបរចនានៅក្នុងបន្ទប់គឺតែមួយទាំងអស់មិនមានខុសគ្នាអ្វីទាំងអស់នៅក្នុងយប់នោះគាត់គ្រាន់តែឃើញភ្លាមគាត់មានអារម្មណ៍អត់ស្រួលទៀតហើយតែបងគាត់ដូចដឹងខ្លួនណាគាត់ប្រាប់តែចាបងយប់ហ្នឹងបងឯងកុំខ្លាចយប់ហ្នឹងខ្ញុំនៅកណ្ដោបងឯងធ្វើការដល់ម៉ោងប៉ុន្មានខ្ញុំនៅកណ្ដោបងឯងព្រោះខ្ញុំចាំមើលបាល់ដែរគាត់ឮបែបនេះហើយគាត់ក៏រៀងធ្ងន់ចិត្តនៅមើលបាល់អ្នកមើលបាល់ដឹងហើយម៉ោង1ម៉ោង2គាត់ត្រូវដាក់ម៉ោងរោងងើបមើលបាល់ដែរត្រូវឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងគាត់ក៏សម្រេចចិត្តបើកកុំព្យូទ័រដើម្បីធ្វើការរបស់គាត់កំពុងតែធ្វើការមិនដល់កន្លះម៉ោងផងក្រនតែកលេចមើលបងបគេងលក់បាត់ហើយគ្រាន់ថានៅចាំមើលបាល់ហើយប្រហែលអស់ខ្យល់ខ្លាំងពេកហើយទើបបានគាត់គេងលក់បាត់គាត់ឃើញបងចូលគេងលក់បាត់អញ្ចឹងគាត់ក៏សម្រេចចិត្តថាបើគេងលក់បាត់អញ្ចឹងគាត់នៅម្នាក់ឯងទៅអីគាត់ក៏គេងដូចគ្នាដែរតែដងនេះគាត់បានដាក់កាមេរ៉ាថតចោលខែងលោបើសិនជាប៉ោងភួយម្ដងទៀតអីគឺថតជាប់នឹងកាមេរ៉ាហ្នឹងតែម្ដងហើយគាត់បានដាក់រូបព្រះនៅក្រោមខ្នើយកោយរបស់គាត់ហើយគាត់បានបួងសួងសំពះខ្នើយឡាក់មុនចូលគេងនៅក្នុងយប់នោះមិនមានហេតុការណ៍អ្វីទេកើតឡើងនៅក្នុងពិភពមនុស្សប៉ុន្តែគាត់ទទួលបានសុបិននិមិត្តដដែលនោះគឺមានស្រីសក់វែងខ្លាំងមែនទែនកំពុងតែចេញពីក្រោមគ្រែហើយទាញជើងគាត់ទម្លាក់ពីគ្រែបងប៉ុន្តែដងនេះវាហក់មកលើដើមទ្រូងគាត់ហើយវាប្រឹងច្បាច់កគាត់ខ្លាំងមែនទែនប្រឹងច្បាច់ហើយគាត់ទៅថេតថាចង់ដាច់ខ្យល់មែនទែនណានៅក្នុងសបិនហ្នឹងគាត់ចង់ដាច់ខ្យល់ខ្លាំងមែនទែនទឹកមុខម្នាក់ស្រីនឹងគឺកាចសាហាវខ្លាំងមែនទែនហើយអាសក់វែងអាបាំងមុខអាឃើញភ្នែកតែបន្តិចអីអញ្ចឹងណាបងប្អូនហើយកំពុងតែច្បាច់កយើងគាត់ភ័យចិត្តផុតដង្ហើមនៅក្នុងយល់សពរហូតដល់គាត់ដឹងខ្លួនមែនទែនគាត់ភ័យខ្លាំងមែនទែនគាត់លើកដៃសំពះនឹកដល់គុណព្រះពុទ្ធគុណពធគុណព្រះសង្ឃនឹកដល់គុណពុកគុណម៉ែព្រះសម្មាសម្ពុទ្ធអធិដ្ឋានហើយគាត់ប្រាប់ថាគាត់មកនេះគាត់មកល្អទេបើគាត់ខំមាត់ខុសកកន្លែងណាកុំប្រកែកការគាត់មានភារកិច្ចធ្វើការនៅតាមតិចទៀតគាត់ទៅវិញហើយកុំធ្វើបាបគាត់អីគាត់អត់មានបំណងបំពេញអ្នកណាទេពេលនោះក្រោយពីបន់ស្រន់ហើយគាត់ទាញទូរស័ព្ទមកមើលគឺម៉ោង12យប់បាត់ទៅហើយតែជាសំណាងល្អចាប់ពីពេលនោះមកគឺគាត់មិនដែលជួបរឿងចម្លែកអ្វីទៀតទេរហូតដល់ថ្ងៃដែលគាត់ត្រឡប់មកភ្នំពេញវិញគាត់ក៏យកបន្តោងសោមួយនោះយកទៅសងអតិថិជនវិញហើយរឿងនេះគឺចប់ត្រឹមតែប៉ុណ្ណឹងហើយបងប្រុសគាត់អះអាងថានេះគឺជារឿងពិតដែលគាត់ឃើញនៅនឹងភ្នែកតែម្ដងតើបងប្អូនយល់យ៉ាងណាដែរសម្រាប់សាច់រឿងរបស់បងប្រុសសម្រាប់ខ្ញុំសាច់រឿងនេះវាសាហាវត្រង់ថាបើគាត់អាលីវហើយគាត់របៀបថាសម័យថាភួយនឹងវាប៉ើងឡើងអូខេយើងអាចទទួលយកបានថាវាជាការសម័យវាជាមតិតទល់គ្នាថាម្នាក់ថាសម័យម្នាក់ថាពិតអាចបានតែដងនេះគាត់ប្រាប់ថាគាត់ស្វាងចេះហ្មងគាត់ស្វាងអត់មានបានគេងអត់មានបានអីទាំងអស់គឺស្វាងតែភួយនឹងវាប៉ោងឡើងហាក់ដូចជាមានមនុស្សម្នាក់អង្គុយលើខ្លួនគាត់ហើយគាត់ស្ពឹកខ្លួនទាំងអស់ហើយភួយកម្ពស់មនុស្សអង្គុយនៅនឹងភ្នែករបស់គាត់ហើយគាត់សោតហើយភួយនឹងស្រាប់តែសឹបចុះទៅបើសិនជាគាត់សុបិនឬគាត់មើលយ៉ាងហោចណាស់គាត់ត្រូវភ្ញាក់មកតង់ទៀតត្រូវឯងបងប្អូនតែនេះគាត់អត់មានករណីភ្ញាក់មកតង់ទៀតផងហ្នឹងគឺគាត់ស្វាងហ្នឹងគាត់ឃើញទិដ្ឋភាពហ្នឹងនៅពេលដែលភួយធ្លាក់ដល់ដីគាត់ក៏មើលខ្លួនបានគាត់ទាញទូរស័ព្ទទេទៅម៉ាក់គាត់ហ្នឹងសកម្មភាពតែមួយតែម្ដង
គេហៅថាគួរតែនិយាយថាសកម្មភាពមកដង្ហើមណាអញ្ចឹងក្នុងករណីហ្នឹងវាអត់មានករណីភ្ញាក់ទេហើយនេះគឺជាករណីមួយដែលស្ដែងបំផុតវាហាក់ដូចជាប្រពន្ធរបស់ខ្ញុំណាគាត់បានទៅដើរលេងនៅស្រុកណានេះខ្ញុំភ្លេចហើយអ្នកនៅហ្វីលីពីនមិនដឹងនៅសិង្ហបុរីមិនដឹងគាត់ប្រាប់ថាគាត់គេងជុំគ្នាមានប្រុសមានស្រីអញ្ចឹងទៅគាត់គេងជុំគ្នាច្រើនមែនទែនកំពុងតែគេងផឹកស៊ីសបាយអញ្ចឹងណាស្រាប់តែទូដាក់កៅអៅវាគោះពីក្នុងវាគោះតុក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 គោះអត់ដាច់អញ្ចឹងឯងម្នាក់មើលមុខគ្នាដើរទៅទៀងទាត់ស្ដាប់គឺចាញ់ពីទូមួយហ្នឹងហើយស្វាងចាស់ទាំងអស់គ្នាគឺចាញ់ពីទូមួយហ្នឹងរហូតដល់ប្រកែកគ្នាថាបើកឬមិនបើកឬមិនបើកមានបុគ្គលម្នាក់ដែលជាមិត្តភក្តិពួកខ្ញុំដែរគាត់ជាមនុស្សប្រុសគាត់និយាយថាងំហ្មងអញ្ចឹងគាត់ប្រាប់ថាបើកចង់ដឹងនៅក្នុងហ្នឹងមានអីពូម្នាក់ចាប់ផ្ដើមសម័យតិចមានគេធ្វើឃាតអីណាមនុស្សមិនទាន់ស្លាប់អីគេដាក់នៅក្នុងទូអញ្ចឹងណានៅពេលដែលបើកឆ្វាកមកគឺមានតែខ្នើយអោបហ្នឹងប៉ុន្តែនៅពេលដែលគោះនេះមិនមែនជាយោសពមិនមែនជាក្តីសម័យមិនមែនជាសុបិនមិនមែនជារលាវគឺមនុស្សស្វាងទាំងអស់គ្នាអង្គុយនៅនឹងទាំងអស់គ្នាឮចេញពីទូនឹងទាំងអស់គ្នាហើយទូនឹងគោះឃើញធម្មតានៅពេលដែលយើងគោះទៅវាមិននឹងហើបទ្វារតិចគឺហើបទ្វារតិចគឺឃើញទាំងអស់គ្នាពេលបើកមកគឺមានតែខ្នើយអោបតែប៉ុណ្ណោះវាហាក់ប្រហែលជាមួយនឹងសាច់រឿងរបស់បងប្រុសដែរសង្ឃឹមថាការបកស្រាយរបស់ខ្ញុំសម្រាប់សាច់រឿងទាំង3នេះបងប្អូនទាំងអស់គ្នាអាចសម័យឃើញហើយដិតជាប់អារម្មណ៍ហើយក៏មានមេរៀនជាច្រើនជូនទៅបងប្អូនដដែលបើរឿងអបិយជំនឿខ្ញុំលើកទឹកចិត្តឲ្យបងប្អូនជឿថាមានជាជាងជឿថាអត់នៅពេលដែលបងប្អូនជឿថាមានបងប្អូននឹងមានការប្រុងប្រយ័ត្នខ្ពស់នៅពេលដែលបងប្អូនជឿថាអត់បងប្អូននឹងបំពេញទោះបងប្អូនដឹងថាมันមានក៏ដោយប៉ុន្តែសុខចិត្តថាជឿថាមានណាយ៉ាងហោចណាស់បងប្អូនធ្វើដំណើរតាមផ្លូវទៅណាទៅណីក៏មានការប្រយ័ត្នប្រយែងខ្ពស់ដែរវាហាក់ដូចថាជឿថាមានបាបយើងមិនហ៊ានធ្វើបាបកម្មដាក់ណាគេមិនហ៊ានធ្វើអាក្រក់ដាក់ណាគេទេគឺធ្វើតែរឿងល្អទេតែបើអត់ជឿថាមានបាបច្បាស់ណាស់អំពើអាក្រក់នឹងកើតឡើងជាច្រើនចឹងនេះគឺជាហេតុផលងាយសម្រាប់បងប្អូនទាំងអស់គ្នាហើយអរគុណមែនទែនសម្រាប់ការតាមដានអេពីសូតមួយនេះរហូតដល់ចប់អរគុណសម្រាប់ការគាំទ្ររបស់បងប្អូនតាមរយៈ QR ជាការបរិច្ចាគតិចឬក៏ច្រើនរបស់បងប្អូនវាជាស្រឡាញ់ចិត្តរបស់បងប្អូនជាការ like វីដេអូជាការ share វីដេអូជាការនិយាយដើមល្អអំពីកម្មវិធីជាអ្វីសុទ្ធសឹងតែជាការបង្ហាញទឹកចិត្តដ៏ធំហែមារបស់បងប្អូននៅការគាំទ្រកម្មវិធីជាអ្វីចង់ឃើញកម្មវិធីមួយនេះដើរទៅមុខជាបន្តទៀតដដែលសូមបងប្អូនបន្តធ្វើរឿងល្អនឹងហុចផលឲ្យដោយទស្សនវិជ្ជាណាមួយជាក់ស្ដែងឬមិនជាក់ស្ដែងបែបផែនណាមួយតែរឿងល្អនឹងកើតឡើងយូរឬក៏នឹងឆាប់ជាចុងបញ្ចប់នេះសូមអរគុណបងប្អូនហើយជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែរឿងល្អនៅក្នុងជីវិតប្រកបការងារមិនថាទីចិត្តទីឆ្ងាយធ្វើដំណើរទៅដល់ជើងមេឃណាក៏ដោយជួបតែរឿងល្អជួបតែសុខសុវត្ថិភាពជួបតែមនុស្សដែលស្រឡាញ់រាប់អានបងប្អូនទាំងអស់គ្នាជួបតែអ្នកយកអាសាស្គាល់តែពាក្យថាជោគជ័យមិនស្គាល់ពាក្យបរាជ័យហើយបុណ្យកុសលដែលខ្ញុំបានធ្វើពីពិធីសិទ្ធិព្រះការបរិច្ចាគជាមាសសន្លឹកជាគ្រឿងអលង្ការដែលកើតជាអំណាចបុណ្យក៏សូមជូនទៅដល់បងប្អូនទាំងអស់គ្នាដែលស្ដាប់វីដេអូរបស់ខ្ញុំមកដល់ពេលនេះសូមអនុមោទនាហើយសម្គាល់ថាបុណ្យរបស់ខ្ញុំនេះជាបុណ្យរបស់បងប្អូនទាំងអស់គ្នាគឺជាសាច់រឿងរបស់បងស្រីគាត់ចែករំលែកពីសាច់រឿងដែលគាត់និងប្តីរបស់គាត់គឺជា fan របស់កម្មវិធីជាអ្វីជាប្រិយមិត្តរបស់កម្មវិធីជាអ្វីតែម្ដងគាត់ចែករំលែកត្រឹមពីសាច់រឿងហើយពីសាច់រឿងនេះគឺឆ្ងាញ់មែនទែនសម្រាប់ខ្ញុំសាច់រឿងដែលគាត់បានចែករំលែកទី1គឺតាក់ទិនអំពីដំណើរកម្សាន្តរបស់គាត់ទៅកាន់ខេត្តមួយដែលមានដងព្រែកស្អាតតោះយើងចូលទៅដល់សាច់រឿងរបស់យើងវិញហើយខ្ញុំសង្ឃឹមថាសម្លេងរបស់ខ្ញុំនឹងអាចនាំបងប្អូនទាំងអស់គ្នាចូលទៅក្នុងទស្សនវិជ្ជារួមរបស់សាច់រឿងរបស់គាត់បើសិនជាយើងនិយាយអំពីប្រវត្តិរូបសង្ខេបរបស់គាត់បានបញ្ជាក់ថាគាត់គឺជាបុគ្គលម្នាក់ដែលកើតចំថ្ងៃព្រះពោលគឺជាថ្ងៃសិលហ្នឹងហើយគាត់កើតមកគឺមានស្រោមសុករុំមកខ្លួនគាត់តែម្ដងចេញមកទាំងសុកតែម្ដងដូច្នេះហើយគាត់គឺជាបុគ្គលម្នាក់ដែលមានញៀនទី6គួរនិយាយថាបើសិនជាមានអមនុស្សនៅជិតគាត់ច្បាស់ណាស់ 100%ឃើញឬមិនឃើញគឺគាត់ដឹងតែម្ដងក្រោយរៀបការជាមួយនឹងឧត្តមស្វាមីរបស់គាត់មិនដែលមានពេលទៅក្រេបទឹកឃ្មុំទេតាមធម្មតាយើងដឹងហើយមួយគូស្វាមីភរិយាដែលទើបតែរៀបការថ្មីការហើយត្រឹមតែមួយអាទិត្យត្រឹមតែ2អាទិត្យអីគឺគេប្រយទៅបរទេសទៅខេត្តនេះទៅខេត្តនោះដើម្បីក្រេបទឹកឃ្មុំទៅឲ្យបងប្អូនប៉ុន្តែករណីមួយនេះមិនមែនកើតឡើងចំពោះគាត់ទេដោយសារតែរវល់ជាមួយនឹងភារកិច្ចផ្ទាល់ខ្លួនរវល់ជាមួយនឹងគ្រួសារធ្វើឲ្យពីរអ្នកគាត់នេះការហើយជាគូស្វាមីភរិយាថ្មីថ្មោងប៉ុន្តែមិនដែលមានឱកាសក្រេបទឹកឃ្មុំទាល់តែសោះ
ហើយពួកគាត់ទៅណាទៅណីដើរលេងទៅខេត្តណាក៏ដោយតែងតែមានអ្នកទៅតាមគាត់រហូតពលគឺជាមិត្តភក្តិរបស់គាត់ណាឮសូរថាឧទាហរណ៍ថាទៅមណ្ឌលគិរីគិតថាចង់ទៅក្រេបទឹកឃ្មុំទៅ2នាក់សោះមិត្តភក្តិនេះតោងទៀមដែរទៅកាចេះលេងគិតថាទៅតែ2នាក់សោះតែបងប្អូននេះតោងទៀមទៅដែរអញ្ចឹងវាអត់មានពេលវេលា2នាក់សោះរហូតមកដល់ថ្ងៃទី2ខែកុម្ភៈឆ្នាំ2025ជាឱកាសដែលល្អបំផុតដែលប្តីគាត់ហើយនឹងគាត់គឺទំនេរដៃទាំងពីរនាក់ទម្លាក់ការងារចោលទាំងអស់ហើយក៏និយាយគ្នារបៀបថាបងអើយយើងដូចអត់ដែលទៅក្រេបទឹកឃ្មុំអីតែ2នាក់សោះតន់តនេអញ្ចឹងយើងគិតទៅតែ2នាក់ណាអីកុំប្រាប់គេកុំប្រាប់ឯងអីយើងទៅតែ2នាក់បានហើយប្តីរបស់គាត់បានឮបែបនេះគាត់ក៏ឯកភាពដោយកំណត់ថាថ្ងៃទី2ខែកុម្ភៈឆ្នាំ2025នេះគឺជាថ្ងៃក្រេបទឹកឃ្មុំយ៉ាងពិតប្រាកដរបស់គាត់ទាំង2នាក់ខេត្តដែលគាត់សម្រាប់គោលដៅចំណុចក្រេបទឹកឃ្មុំរបស់គាត់នោះគឺជាខេត្តមួយដែលមិនឆ្ងាយពីទីក្រុងភ្នំពេញទេដីត្រឹមតែ100ជាងគីឡូទេជិតមែនតើងាយស្រួលក្នុងការធ្វើដំណើរហើយខេត្តមួយនេះគឺមានព្រែកស្អាតមែនតើសម្រាប់សម្រួលគ្នាហើយប្តីរបស់គាត់ក៏បានស្វែងរកកន្លែងគេងតាមរយៈ app នានាដែលគាត់មាននៅក្នុងទូរស័ព្ទរបស់គាត់រហូតដល់គាត់បានស្វែងរកកន្លែងមួយគឺស្អាតខ្លាំងមែនតើទេសភាពល្អហើយបើសិនជាគាត់គេងនៅកន្លែងហ្នឹងគាត់ចេញទៅកន្លែងណាក៏ស្រួលដែរគឺនៅចិត្តបណ្ដារមណីយដ្ឋាននានាដែលគាត់ចង់ដើរលេងអ្វីដែលសំខាន់បំផុតតម្លៃគឺល្អមែនតើឃើញបែបនេះពួកគាត់ក៏បានកក់បន្ទប់កាត់ចូលមកដល់ថ្ងៃដែលធ្វើដំណើរមកដល់ថ្ងៃធ្វើដំណើរ2អ្នករបស់គាត់បានវិចមួយសាក់កាដូម្នាក់មួយហើយពួកគាត់បានជ្រើសរើសយានជំនិះជាម៉ូតូមិនមែនជិះឡានទេតែជិះម៉ូតូលក្ខណៈ sweet បងប្អូនដែលនៅក្មេងៗណាឬក៏បងប្អូនដែលមិនទាន់ការអីទៅ2អ្នកសង្សារចុះខេត្តអីចឹងជិះម៉ូតូបងប្អូនយល់អារម្មណ៍ហ្នឹងណាគឺ sweet ហ្មងអាអោបចកេះឡើងស្អិតណាកាន់ម៉ោងអីចឹងណា2ម៉ោងអីចឹងណាជិះបដើមើលទេសភាពបដើគេងកោយខ្នងបងបដើគឺជាអារម្មណ៍មួយដែលល្អបំផុតពួកគាត់បានចេញដំណើរតាំងពីព្រលឹមតែឈប់នៅកន្លែងនានាដើម្បីថតរូបឆ្លៀតចូលរមណីយដ្ឋាននេះឆ្លៀតចូលរមណីយដ្ឋាននោះទម្រាំតែទៅដល់ទីតាំងដែលគាត់គេងហ្នឹងគឺម៉ោងប្រហែលជា12ថ្ងៃត្រង់បាត់ទៅហើយទម្រាំតែ check in បានសម្រាប់ហ្នឹងគឺម៉ោង2រសៀលបាត់ទៅហើយនៅពេលដែលគាត់បានដើរចូលទៅដល់ resort មួយនេះអូតែលមួយនេះគាត់ថាស្អាតខ្លាំងមែនទែនហើយវាជាលក្ខណៈផ្ទះដាច់ដោយឡែកពីគ្នាគាត់គ្រាន់តែ check in គាត់បានទទួលសោហើយគាត់ក៏ដើរទៅកាន់បន្ទប់របស់គាត់ប្រាប់ថាវាចម្លែកត្រង់មួយថាពេលដែលគាត់ទទួលសោគាត់មិនបានមើលសោថាសោហ្នឹងគឺបន្ទប់លេខប្រមាណទេហើយវាចង្រៃត្រង់ថានៅពេលដែលដើរទៅដល់មុខទ្វារនោះក៏គាត់មិនបានចាប់អារម្មណ៍ថាស្លាកនៅក្នុងបន្ទប់ហ្នឹងគឺបង្ហាញថាបន្ទប់ហ្នឹងលេខប្រមាណដែរគួរនិយាយថាអញ្ចឹងទាំងគាត់ខ្លួនឯងនេះជាមនុស្សដែលងាយដឹងថាមានមនុស្សឬក៏អត់ណាតែហេតុអ្វីបានគាត់ប្រហែសបែបហ្នឹងវាហាក់ដូចជាមានម៉ូបិទមូសបាំងមិនឲ្យគាត់ចាប់អារម្មណ៍ទាល់តែសោះអ្វីដែលគាត់គូបញ្ជាក់បន្ថែមទៀតគឺនៅក្នុងអូតែលមួយនេះសុទ្ធសឹងតែជាភ្ញៀវបរទេសមិនមានភ្ញៀវខ្មែរនោះឡើយហើយនៅក្នុងថ្ងៃនោះបន្ទប់គាត់គឺជាបន្ទប់ចុងក្រោយដែលគាត់2នាក់ហ្នឹងគឺជាខ្មែរតែមួយផ្ទះនឹងគាត់ថានៅត្រឹមតែបើកទ្វារបោះមួយជំហានចូលទៅក្នុងផ្ទះរបស់គាត់មានអារម្មណ៍ថាមិនធម្មតាបាត់ទៅហើយគាត់មានអារម្មណ៍ថានៅក្នុងនេះមានសម្ពាធអ្វីខុសប្រក្រតីដែលគាត់ប្រាប់ថាសម្ពាធមួយនេះវាបញ្ជាក់ថាជារឿងអវិជ្ជមានបើនិយាយសង្ខេបឲ្យខ្លីទៅគឺនៅក្នុងនេះគឺមានវិញ្ញាណគាត់ព្យាយាមប្រឡប់ខ្លួនឯងដោយប្រាប់ថាគាត់មកដើរលេងសប្បាយតែ2នាក់ហ្នឹងលើកទី1ហើយគេងតែមួយយប់ទៀតអញ្ចឹងកុំគិតច្រើនអីនៅ2នាក់ប្តីផងកុំផ្ដោសម្ពាធឲ្យប្តីព្រោះប្តីគាត់ក៏ដឹងដែរថាគាត់មានញាណទី6អញ្ចឹងមកដើរលេងមានតែមួយថ្ងៃហ្នឹងផងបើគាត់នៅតែប្រាប់ប្តីថាអូគាត់មានអារម្មណ៍ថាបន្ទប់ហ្នឹងអត់ស្រួលទេទឹកចិត្តប្តីដែលខំកក់បន្ទប់ដែលខំអីបានទេសភាពល្អហ្នឹងមិនខ្លាចជាអាសាបងអញ្ចឹងគាត់ជ្រើសរើសលាក់អារម្មណ៍មួយនេះកប់នៅក្នុងចិត្តយ៉ាងជ្រៅគាត់គិតបែបនេះហើយគាត់ក៏បានផ្លាស់សម្លៀកបំពាក់ដើម្បីដើរលេងថតរូបនៅក្នុងតំបន់ resort មួយហ្នឹងព្រោះគាត់ប្រាប់ថាគឺស្អាតហ្មងការរចនាអីមានស្មៅមានផ្លូវដើរជាថ្មមានអីគឺមកពេញឆ្ងាញ់ហ្មងទៅកន្លែងណាប្លង់ណាក៏អាចថតបានដែរអ្វីដែលសំខាន់បំផុតទេសភាពនៅវេរ៉ង់ដាផ្ទះដែលគាត់ជួលហ្នឹងគឺឃើញភ្នំគឺភ្នំមួយដែលល្បីឈ្មោះដែលបងប្អូនភាគច្រើនគឺស្គាល់ដែលទៅឬក៏ដែលទៅគឺស្គាល់ហ្មងគឺពេញប្លង់តែម្ដងគឺស្អាតខ្លាំងមែនទែន
អញ្ចឹងពួកគាត់ចាប់ផ្ដើមដើរកម្សាន្តកាន់ដៃគ្នាថតរូបលេងហើយពួកគាត់ក៏បានឲ្យគេរៀបចំនៅមាត់ព្រែកអញ្ចឹងណាដើម្បីឲ្យគាត់នឹងញ៉ាំអីពេលល្ងាចហើយក៏មានពិសាគ្រឿងស្រវឹងអីតិចតួចអញ្ចឹងទៅក្រោយពីពិសាគ្រឿងស្រវឹងក្រោយពីញ៉ាំអីហើយពួកគាត់ក៏ដើរតម្រង់ចូលក្នុងផ្ទះវិញហើយដាក់វេនគ្នាដើម្បីងូតទឹកសម្អាតខ្លួនម្នាក់ម្ដងមុននឹងចូលគេងប៉ុន្តែដោយសារតែពួកគាត់ពិសាគ្រឿងស្រវឹងគួរសមដែរប្តីរបស់គាត់គ្រាន់តែចូលដល់បន្ទប់ប្រាប់ថាប្រពន្ធទៅមួយទឹកមុនទៅចាំប្តីទៅមួយទឹកតាមក្រោយណាហើយគាត់គេងនៅលើគ្រែត្រឹមមកដាក់ខ្លួននៅលើគ្រែគាត់ក៏គេងលក់បាត់អញ្ចឹងបងស្រីគាត់ក៏ដើរចូលទៅមួយទឹកហើយគាត់ប្រាប់ថានៅពេលដែលគាត់មួយទឹកក៏គាត់មានអារម្មណ៍អត់ស្រួលដែរគេថាស្រវឹងបាត់ខ្លាចតែស្រវឹងបែបផែនគាត់នេះគឺមានអារម្មណ៍ថាស្រាវនៅឆ្អឹងខ្នងស្រាវនៅកកហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែឈរចិត្តគាត់ប្រញាប់រួចរាន់មួយទឹកហើយក៏ដើរចូលទៅគេងបាត់ទៅកាត់ចូលមកដល់ម៉ោង12យប់បងស្រីក៏បានដឹងខ្លួនឡើងដោយសារតែទទួលគ្រឿងស្រវឹងធ្វើឲ្យគាត់នឹងត្រូវការប្រើបន្ទប់ទឹកបងស្រីបានដើរចូលទៅក្នុងបន្ទប់ទឹកគាត់បានធ្វើប្រតិបត្តិការរំដោះទុកសត្វគាត់រួចហើយក៏ដើរមកកន្លែងត្រង់ចំណុចឡាវបូលាងដៃដើម្បីលុបមុខបន្តិចឲ្យស្វាងពីគ្រឿងស្រវឹងព្រោះរៀងឈឺក្បាលតិចតិចតែទាស់ត្រង់ថាកញ្ចក់ដែលគាត់ឈរហ្នឹងវាឆ្លោះជាមួយនឹងក្បាលរមណីមួយទឹកត្រង់ចំណុចហ្នឹងបងប្អូនអាចសម័យឃើញណានៅពេលដែលគាត់កំពុងតែលើកដៃនេះយកទៅក្បង់ទឹកលុបមុខគាត់ងើបមកមើលកញ្ចក់មកលុបមុខសម្អាតអីចឹងទៅស្រាប់តែក្បាលរមណីអាកន្លែងងូតទឹកហ្នឹងអាក្បាលរមណីងូតទឹកហ្នឹងបញ្ចេញសំឡេងក្រឹកគាត់ព្យាយាមផ្ចង់នៅក្នុងកញ្ចក់មួយហ្នឹងមើលទៅក្បាលរមណីមួយហ្នឹងហេតុអ្វីបន្លឺសំឡេងមួយហ្នឹងអ្វីដែលគាត់ឃើញគឺក្បាលរមណីមួយនោះកំពុងតែរង្គើបើកបើកជាចង្វាក់ខ្មោចលងអាបើកតិចក្រឹកគាត់ឃើញអញ្ចឹងគាត់ងាកទៅក្រោយអាសកម្មភាពក្បាលរមណីនឹងនៅតែបន្តបើកហើយទឹកផ្កាឈូកនោះវាចាប់ផ្ដើមហូរមកតិចវាដល់កលាក់បើករបស់វាណាក៏ចាប់ផ្ដើមហូរមកតិចកាន់តែលឿនទៅគាត់គ្រាន់តែឃើញប៉ុណ្ណឹងគាត់ដឹងថាអត់ស្រួលហើយគាត់ប្រញាប់រត់ឡើងទៅលើគ្រែវិញគ្រាន់តែរត់ឡើងទៅលើគ្រែវិញប្តីរបស់គាត់ក៏ដឹងខ្លួនល្មមដោយសារតែតម្រូវការប្រើប្រាស់បន្ទប់ទឹកដូចគ្នាប្តីគាត់ឃើញគាត់ស្ទុះឡើងគាត់មិនបានប្រាប់ប្តីគាត់នោះឡើយថាអ្វីដែលគាត់ឃើញក្នុងបន្ទប់ទឹកមិញហ្នឹងគឺអ្វីកុំឲ្យប្តីខ្លាចខែងលោកគេលងតែគាត់ណាតែនៅពេលដែលប្តីរបស់គាត់ដើរបានពាក់កណ្ដាលផ្លូវទៅបន្ទប់ទឹកស្រាប់តែបង្គន់នៅក្នុងបន្ទប់ទឹកវាចាក់ទឹកដោយខ្លួនឯងដោយមិនមានមនុស្សទៅចុចគួរតែនិយាយថាអញ្ចឹងបើសិនជាពងបោះប្រគុណហ្នឹងវា error របៀបមិនជាវាត្រឹមតែហូរទឹកទេតែនេះជាសំឡេងចាក់ទឹកជាសំឡេងចុចចាក់ទឹកតែម្ដងប្តីរបស់គាត់មិនបានដើរទៅបន្ទប់ទឹកទេគឺងាកថយក្រោយមើលមុខទៅប្រពន្ធរបស់គាត់កំពុងតែមើលមុខគាត់ហើយគាត់កំពុងមើលមុខប្រពន្ធរបស់គាត់ណាហើយមើលឲ្យសញ្ញាថាគេលងហើយដឹងហើយថាជាការលងបន្លាចតែធ្វើបែបណាម៉ោងពេលនេះគឺម៉ោង12ជាងយប់ទៅហើយបើសិនជាគាត់ជិះឡានយ៉ាងច្រើនណាស់ប្រត់ចេញទៅក្រៅតែនេះគាត់ជិះម៉ូតូមកវាពិបាកក្នុងការសម្រេចចិត្តមែនទែនថាទៅឬក៏នៅអ្វីដែលអាចធ្វើបានប្តីរបស់គាត់មិនបានចូលបន្ទប់ទឹកទេគឺត្រឡប់ក្រោយបែរឡើងមកលើគ្រែវិញហើយសង្ងំគេងប្រាប់ទៅប្រពន្ធថាទ្រាំទៅអូនទ្រាំរហូតដល់ភ្លឺពេលវេលាស្មាននេះរាប់ពីពេលនេះទៅពួកគាត់គេងអត់លក់នោះទេរសាទរសល់គេងមិនស្កប់ហាក់ដូចជាកំពុងតែរងចាំថាមានអ្វីទៀតកើតឡើងបន្តរហូតដល់ម៉ោងប្រហែលជាម៉ោង2ទៅ3យប់ពួកគាត់ទាំងពីរនាក់ប្រាប់ថាកំពុងតែគេងអាលីវនេះស្រាប់តែមានទម្ងន់អ្វីម្យ៉ាងដែលធ្ងន់មែនទែនមកសង្កត់ទាំងប្តីគាត់ទាំងគាត់ជាប់តែម្ដងដែលពួកគាត់រើខ្លួនមិនរួចទាល់តែសោះក្នុងអំឡុងពេលនោះស្រាប់តែបងស្រីនេះគាត់ដឹងខ្លួនឡើងគាត់បើកភ្នែកព្រឹមជាស្ថានភាពមួយដែលពាក់កណ្ដាលគេងពាក់កណ្ដាលភ្ញាក់បែងចែកអត់ដាច់ប៉ុន្តែអារម្មណ៍មួយដែលគំរឹកខ្លួនអត់បាននឹងវាជាការពិតគាត់ព្យាយាមប្រឹងបើកភ្នែករឹមស្រាប់តែគាត់ឃើញអ្វីមួយយ៉ាងនៅចុងជើងរបស់គាត់ពេលដែលគាត់ព្យាយាមបែរគ្រាប់ភ្នែកទៅមើលអ្វីមួយយ៉ាងនៅចុងជើងរបស់គាត់នេះគាត់ឃើញថាមាននារីម្នាក់សក់វែងខ្លាំងមែនទែនស្លៀករ៉ូបសហើយមុខវិញគឺពោពេញសុទ្ធតែឈាមប្រឡាក់ដាមពេញមុខតែម្ដងមុខគឺខឹងពួកគាត់ខ្លាំងមែនទែនស្រាប់តែម្នាក់នឹងឃើញគាត់បែរគ្រាប់ភ្នែកមកចំគាត់ណាលើកដៃចង្អុលហើយចាប់ផ្ដើមស្រែកដាក់គាត់តែម្ដងហើយនេះគឺជាសម្ដីរបស់វិញ្ញាណមួយហ្នឹងមិនបានពោះឯងមកដូចកន្លែងអញអញ្ចឹងងែងខ្លាំងណាស់ហ៊ាននិយាយចិនទៀតនៅក្នុងបន្ទប់ហ្នឹងណា
ដោយសារតែគាត់ជាកូនចិនហើយប្តីរបស់គាត់ក៏ចិនដែរអញ្ចឹងគាត់និយាយចិនរបៀបចិនលីខ្មែរនៅក្នុងបន្ទប់ហ្នឹងណាអញ្ចឹងហើយទៅមិនខ្មោចមួយនឹងហ៊ានស្រែកថាងែងខ្លាំងម៉េះហ៊ាននិយាយចិនក្នុងបន្ទប់ហ្នឹងទៀតណាគ្រាន់តែឃើញបែបនេះគាត់បាននិយាយទៅកាន់វិញ្ញាណតាំងចិត្តថាចរចាគាត់ប្រាប់ថាគាត់មកបំណងល្អទេកុំធ្វើបាបគាត់អីគាត់សុំបគាត់គេថាមកយប់នឹងស្អែកគាត់ទៅវិញហើយខ្មោចនឹងដឹងតបថាម៉េចទេគាត់ថាចេះកុំតាំងចិត្តចរចាជាមួយអញមិនចរចាមួយថ្ងៃទេត្រឹមតែប៉ុណ្្នេះគាត់បែរជាលែងមានអារម្មណ៍ខ្លាចគាត់មានអារម្មណ៍ថាខឹងខ្លាំងមែនតើណាហើយគាត់ប្រាប់ថាគាត់ជេរខ្មោចវិញណាគាត់ថាអញ្ចឹងឯងទៅនិយាយមួយប្តីអញណាត្រឹមតែនិយាយពាក្យថាអញ្ចឹងទៅនិយាយជាមួយប្តីណាខ្មោចដែលនៅឈរចុងជើងនឹងចាប់សឹបមកដល់ប្តីរបស់គាត់តែម្ដងហើយគាត់វិញឃើញបែបហ្នឹងគាត់ខ្លាចខ្មោចនឹងធ្វើអីដល់ប្តីគាត់ព្យាយាមរើកមើកដៃកមើកជើងរហូតដល់កមើកបានបន្តិចទៅបន្រួចខ្លួនពីខ្មោចសកត់មួយហ្នឹងភ្ញាក់ពីដំណេកយ៉ាងពិតប្រាកដដងនេះគឺគាត់ភ្ញាក់ពិតប្រាកដហើយគាត់ព្យាយាមដាស់ប្តីរបស់គាត់រហូតដល់ប្តីរបស់គាត់ភ្ញាក់ហើយគាត់ប្រាប់ថាបងឯងមានជួបរឿងអីអត់មិញប្តីរបស់គាត់ងក់ក្បាលតែមិននិយាយអ្វីទាំងអស់អារបៀបងក់ក្បាលតិចៗឲ្យសញ្ញាក្នុងន័យមួយដែលថាជួបហើយមានក្នុងលក្ខខណ្ឌមួយហ្នឹងអញ្ចឹងបងស្រីក៏ប្រាប់ថាចេះបងអូនខ្លាចណាស់ព្រោះនេះគឺជាលើកទី1ហើយដែលគាត់ឃើញស្ដែងនៅនឹងភ្នែករាល់ដងហ្នឹងគាត់តែមានអារម្មណ៍ទេតែដងនេះគាត់ឃើញដាមសិតតែឈាមពេញមុខហើយមកចង្អុលជេរគាត់ណាប្តីរបស់គាត់វិញបានត្រឹមតែលួងហើយប្រាប់ថាចេះសង្ងំគេងអូនចាំភ្លឺចាំយើងចាញ់សង្ងំគេងចាំភ្លឺចាំយើងចាញ់លួងចិត្តគាត់បែបហ្នឹងពួកគាត់ក៏សង្ងំគេងអោបគ្នាសង្ងំគេងអញ្ចឹងទៅតែគេងម្នាក់គេងអត់លក់ទេបានត្រឹមតែ1ម៉ោងទៅមុខទៀតខ្មោចមួយនឹងលេងគាត់ម្ដងទៀតហើយមកដងនេះនិយាយដដែលពាក្យដដែលចង្អុលមុខគាត់ស្រែកដាក់គាត់ឲ្យចាក់ចេញពីបន្ទប់ហ៊ានណាស់និយាយភាសាចិននៅក្នុងបន្ទប់ហ្នឹងឲ្យចេញពីបន្ទប់របស់គេមិនមកទេកន្លែងគេអញ្ចឹងតែសន្តានដងនេះមិនមែនមុខប្រឡាក់ដោយឈាមទេសន្តានដងនេះគឺកំបុតក្បាលមានត្រឹមតែកចុះក្រោមទេសួរថាសំលេងនឹងចេញមកពីណាបត់មានក្បាលផងគាត់ភ័យរហូតដល់គាត់ភ្ញាក់យកតែមែនទេណាគាត់ភ្ញាក់ភ្លាមរឿងទី1ដែលគាត់ធ្វើគឺគាត់ជេរពេញបន្ទប់តែម្ដងខ្ញុំសុំនិយាយសម្ដីរបស់គាត់តែម្ដងឯណាគាត់ថាម៉ែវាថ្ងៃលងអីលងយ៉ាងហ្នឹងបានអីបើខ្លាំងចេញមកនិយាយគ្នាចេញមកឥឡូវមកប្តីរបស់គាត់ភ្ញាក់ដូចគ្នាហើយប្រាប់គាត់ថាកុំអីអូនកុំរឿងគេអីសង្ងំគេងអូនខៃលោកគេងលក់ពេលនោះហើយដែលគាត់បានក្រឡេកទៅមើលកញ្ចក់ដែលឆ្លោះទៅខាងក្រៅបន្ទប់ណាគាត់បានឃើញស្រមោលដូចជាមានមនុស្សឈរកំពុងតែឈរនៅកន្លែងកញ្ចក់ហ្នឹងជាស្រមោលរបៀបខ្មៅគាត់ទ្រាំរហូតដល់ព្រឹកឡើងទៅបានគាត់ check out ថ្ងៃរះពេលណាដឹងថាម៉ោង5ម៉ោង6ភ្លាមគឺរើកជើចេញពីបន្ទប់ហ្នឹងហ្មងនៅពេលដែលគាត់រើចេញពីបន្ទប់ហ្នឹងហើយដែលគាត់កលេចមើលទៅស្លាកបន្ទប់មួយហ្នឹងទើបបានគាត់ដឹងថាបន្ទប់ដែលគាត់គេងគឺមានស្លាក A04 ត្រឹមតែឃើញស្លាកមួយហ្នឹងគឺគាត់ភ្ញាក់ព្រឺតហ្មងព្រោះអីគាត់ជាកូនចៅចិនគាត់ដឹងច្បាស់ណាស់ថាលេខ4ហ្នឹងវាមានន័យថាម៉េចហើយឲ្យតែតាក់ទិនជាមួយលេខ4វាមិនដែលល្អទេអញ្ចឹងហើយគាត់ភ្ញាក់គាត់ដឹងខ្លួនថាមកដេកនៅសបុករបស់គេតែម្ដងហ្នឹងកម្មវិធីក្រេបទឹកឃ្មុំរបស់គាត់คล้ายទៅជាពិធីកម្មបាត់ទៅហើយគាត់ធ្វើការសន្និដ្ឋានថាព្រលឹងដែលមកបង្ហាញខ្លួនគឺជាព្រលឹងវិលវល់នៅក្នុងបន្ទប់មួយហ្នឹងហើយប្រហែលជាមានឧបទ្ទវហេតុអ្វីមួយដែលបាត់បង់ជីវិតនៅក្នុងកន្លែងហ្នឹងដែលតាក់ទិនជាមួយនឹងជនជាតិចិនអញ្ចឹងហើយទើបបានព្រលឹងមួយនេះគឺស្អប់ណាស់ស្អប់ជនជាតិចិនខ្លាំងមែនតើដែលគាត់កូនចៅចិនអញ្ចឹងណាគាត់និយាយចិនលីខ្មែរមួយប្តីគាត់អញ្ចឹងហើយព្រលឹងមួយហ្នឹងមកចោលថាហ៊ាននិយាយភាសាចិននៅក្នុងបន្ទប់ហ្នឹងទៀតណាត្រង់ចំណុចហ្នឹងឯងអញ្ចឹងតើបងប្អូនយល់យ៉ាងណាដែរសម្រាប់ផ្សាយរឿងទី1នេះសម្រាប់ខ្ញុំវាគួរនិយាយថាខ្ញុំមិនដឹងថាការបកស្រាយរបស់ខ្ញុំបងប្អូនមើលឃើញថាទស្សនវិជ្ជាដែលលងនឹងរបៀបមិនអត់ទេណាតែបើខ្ញុំវិញគឺខ្ញុំឃើញពេញភ្នែកអារបៀបថាគេងយប់ឡើងពងតអោបស្វិតជាមួយប្តីណាស្រាប់តាំងអង្គើខ្លួនអត់រួយទាំងពីរនាក់មានពលឺព្រះច័ន្ទជះចូលមកក្នុងប្អួចនឹងដែលយើងអាចមើលឃើញទស្សនវិជ្ជាព្រាលមិនល្ងឹតពេកមិនច្បាស់ពេកនៅក្នុងបន្ទប់មួយហ្នឹងស្រាប់តែមានមនុស្សស្រីម្នាក់ដែលស្លៀករូបសឈាមពេញមុខមកចង្អុលដេញយើងទាំងយប់ហើយមកបង្ហាញលើកទី2គឺអត់មានក្បាលនោះទេគឺវាសាហាវខ្លាំងមែនទែនណាត្រង់ចំណុចមួយនេះដែរការរៀបរាប់កន្លែងគាត់គេងវាប្រហាក់ប្រហែលគ្នាជាមួយនឹងបងប្រុសម្នាក់ដែលចែកសាច់រឿងមកកាន់កម្មវិធីជាអ្វីដែរតែគាត់គឺជាដុកទ័រ
ដែលគាត់គេងហើយគាត់ឃើញពលឹងវិញ្ញាណដែលផុសចេញពីទឹកថ្មិញនឹងសស្ញាចលាក់នឹងលាក់អីហ្នឹងបងប្អូនចាំអេពីសូតមួយហ្នឹងឯងគឺវាប្រហាក់ប្រហែលគ្នាមែនតើណា resort មួយហ្នឹងគឺប្រហាក់ប្រហែលគ្នាមែនតើខ្ញុំមិនដឹងថា resort តែមួយឬក៏យ៉ាងណាទេហើយត្រង់ចំណុចមួយដែលវិញ្ញាណមួយហ្នឹងបានស្រែកកំឡាទៅបងស្រីមួយហ្នឹងដែលគាត់និយាយភាសាចិនលីខ្មែរអញ្ចឹងថាអ្នកឯងហ៊ាននិយាយចិននៅកន្លែងហ្នឹងទៀតណាវាដូចជាកម្មវិធីបោះតុកភ្លឺ background ងឹតបងស្រីពេជ្រដែលគាត់បានចែកដែលវិញ្ញាណមួយហ្នឹងស្លាប់នៅក្នុងផ្ទះហ្នឹងហើយគេយកច្រកថង់ខ្មៅបោះទៅកន្លែងភក់រសាកសពអត់ឃើញឡាក់នឹងឡាក់អីហ្នឹងណាក្នុងករណីហ្នឹងគឺប្រហែលគ្នាមែនតើកុំឲ្យមនុស្សប្រុសគេងនៅក្នុងបន្ទប់មួយហ្នឹងឲ្យសោះមិនប្រកាន់ក្មេងចាស់អង្គងាប៉ុណ្ណាទេឲ្យតែប្រុសគឺជួបរឿងហ្នឹងទាំងអស់វាប្រហាក់ប្រហែលគ្នាមែនតើអញ្ចឹងត្រង់ចំណុចនេះវិញ្ញាណមួយនេះវាហាក់ដូចជាឲ្យតែនិយាយចិនអត់មានប្រកាន់ថាកូនចៅចិនឬខ្មែរសុទ្ធចេះចិនមួយម៉ាត់បៃឡាំអ៊ីនីអីមួយម៉ាត់តិចតួចអីអត់មានខ្វល់តែឲ្យតែនិយាយចិនគឺតួសាច់ទាំងអស់